ប៉ាមើលដំបងប៊ីយ៉ាថ្មីរបស់ខ្ញុំតោះលេងមួយវគ្គនេះគឺជាម្ជុលសមុទ្ររបស់ផែនដីនរណាឲ្យកូនលួចយកវាមកចុះកង្ហូរឡាហូបក្នុងការប្រកួតវិញនេះគឺជាខ្សែក្រវ៉ាត់ពុកភ័យស្រួយបាទលើគឺជាអ្នកគ្រប់គ្រងចាក់វាលទាំងមូលនាពេលអនាគតមានធម៌ពលពិសេសហេតុអ្វីបានជាចូលចិត្តលេងលេះប៉ារវល់ការងាររាល់ថ្ងៃហើយខ្ញុំក៏គ្មានម៉ាក់ខ្ញុំឯកាណាស់កាលពីមុនមានគេតាមសម្លាប់ប៉ាគឺម៉ាក់របស់កូនដែលបានជួយសង្គ្រោះប៉ាដោយសារនិស័យទើបមានកូនប៉ាត្រូវគេដាក់ថ្នាំជួយខ្ញុំផងក្រោយមកពេលអ្វីស្ងប់ស្ងាត់ប៉ាបានទៅទី9ដើម្បីស្វែងរកនាងគួរឲ្យស្ដាយអ្នកទាំងពីរបានបែកគ្នាទៅហើយប៉ារកឃើញតែកូនប៉ុណ្ណោះលើគ្រាប់ត្បូងនេះជារបស់ពូជពីគ្រួសារម៉ាក់កូនកូនយកវាទៅតាមខ្លួនទៅផែនដីដើម្បីរកនាងទៅប៉ាទៅរកម៉ាន់លូទៅឈប់សិនគុំរត់ឈប់សិនអ្នកនាងឈូនាងគួរតែត្រឡប់ទៅជាមួយពួកយើងដោយស្រួលទៅរៀបការជាមួយលោកប្រុសស៊ូលូអាងអំណាចធ្វើបាបគេធ្វើអ្វីតាមតែចិត្តពូស្លាប់ក៏ខ្ញុំមិនរៀបការជាមួយគេដែរអញ្ចឹងកុំបន្ទោសពួកយើងដែលប្រើហិង្សាចូលក្មេងនេះមកពីណាហ៊ានមករ៉ារ៉ាំការងារចាប់វាអរគុណបញ្ឈប់ពេលវេលាបន្តពេលវេលាមានរឿងអីហ្នឹងហេតុអីបានជាពួកឯងដួលអស់អញ្ចឹងមេធំក្មេងនេះចម្លែកណាស់ពួកគ្មានបានការប្រាប់ឈ្មោះមកខ្ញុំគឺជាមនុស្សមានធម៌ពលមកពីភព78ហ៊ានធ្វើបាបមីងស្រីស្អាតនៅចំពោះមុខខ្ញុំចូលមកមនុស្សមានធម៌ពលស្អីគេអញនឹងចាត់ការឯងអូត្រាមនុស្សផែនដីតូចតាចហ៊ានមកលេងសើចជាមួយខ្ញុំចាំមើលទៅលោកប្រុសស៊ូមិនលើកលែងឯងទេតោះអ៊ំស្រីខ្ញុំបានជួយវាយពួកវាឲ្យដួលអស់ហើយអរគុណណាក្មួយតូចក្មេងតូចមិនអាចបាញ់កាំរស្មីឡាស៊ែរបានទៅខ្ញុំប្រកាសជាមើលខុសហើយប៉ាខ្ញុំប្រាប់ថាម៉ាក់ខ្ញុំគឺជាស្ត្រីដែលស្អាតបំផុតនៅលើផែនដីអ្នកមីងប្រកាសជាម៉ាក់របស់ខ្ញុំហើយមើលទៅគេស្លៀកពាក់ស្អាតបាត់ណាស់ប្រហែលជាកូនប្រុសតកូអភិជនណាស់ហើយមិននឹងអាចជាកូនដែលខ្ញុំបាត់ទៅក្មួយតូចក្មួយចំណាំមនុស្សខុសហើយមីងមិនមែនជាម៉ាក់ក្មួយទេចាប់ត្រឡប់ទៅផ្ទះវិញទៅតាមពាក្យសម្ដីរបស់មនុស្សផែនដីគឺអញ្ចឹងឯងអ្នកមីងគឺម៉ាក់របស់ខ្ញុំក្មេងផែនដីក្មេងនេះប្រហែលជាមើលរឿងតុកតាច្រើនពេកហើយមើលទៅមីងស្រីស្អាតចាំខ្ញុំផងលោកប្រុសស៊ូខ្ញុំពិតជាមិនបានកុហកលោកទេក្មេងនោះពិតជានិយាយថាវាជាមនុស្សមានធម៌ពលមកពីភព78មែនណាចុះមិនឯងមិនប្រាប់ថាវាជាមនុស្សភពកាយទៅវាអាចជាមនុស្សភពកាយមែនណា
anh vì anh lờ. Buộc miên bàn cả. Alo. Bà. Mình nghĩ mình prong prap thạp cái này nè tỷ. Dọc viên một sân tờ. Vẫn tích tiết mùi trơ nơ nghiêm nà. Cruza rồi bỏ mình. Riêng cách bần tịch. Lục công bà rõm ấy. Nhưng bác chỉ ở mình nghiện nâng riêng ca chỉ mùi lục đói srùa. Lò. Lìa hơi. Mình nghiện. Kiên trở lọc một vinh tiệt. Tron tại ở niên chùm nút mùi lý riêng ca chỉ mùi lục pro su sọ. Kiên ruột tiệt. Lục pro su tê một su nồm hơi. Và anh mình riêng ca tệ. Cruza dân khuyên nẹ bần đạc tôn chỉ bác chỉ say thôi mình khàn. Niên crom mình ấy tê. Tay cùng ấu tiên của dân ở lồng bạc chỉ mùi. Nhưng ban này dày hơi. Hạc nhưng miên ở đây nâng côn hơi. Mấy cọ ở nhưng tơ riêng ca tiệt. Mì giang tiệt. Nẹ đẹp lọc miên tụm nẹ tụm nông chỉ mùi su lai cứ chỉ miền. Hai đầu bấy cọ ở nhưng tơ riêng ca. Su lai nút cọ là bấy kháng ca xa hào đài. Vi thưa ba propon. Propon slap off pi nẹ tơ hơi. Ở nhưng riêng ca tơ mình xoan nâng tơ slap tệ ấy. Nhưng mình riêng ca tệ. Công chúc nè. Rương muối cò. Ca bần đạc tôn ni. Của dân công dọc ấy. Lục pro su ni. Cái bất chi mình men chi mình lụ mèn. Chi vất sai thân cây tròn ni. Nổ ná trong runner cờ runner tờ. Nhưng mình công xây riêng ca châu mộc. Tớ bè ban runner su bần man hai so. Nhưng trong ở của dân lồng bạc bên ấy. Nhưng đại khát rơi tại riêng ca. Nhưng mình dạy hai thạc nhưng mình riêng ca tệ. Anh. Công vi mạc nhom. Công khuôn anh bắt tờ hài. Nơ rơ ban côn ật khăn sla một tiệt. Bất chỉ thọc tiếp đi công nạt mèn. Tính vi tranh tờ. Một mùi tồi. Mùi tồi. Mùi cho tờ đòi khuôn anh tờ. Côn xâm lánh rồi bỏ mạng. Côn này nè. Công bút bên này so. Trong lẹt nhông phòng. Ho làng. Mạ. Nhông một chui mạ hời. Tranh tờ. Ọt miên lôi tinh tỉ. Công một con nhây nhảy. Smart ở đây. Cục krong. Anh chơi châu kháng nồng. Nhạc niên đột khai nổ. Ní cứ chi bùng trây cao via Omes. Nâng sất truffle đã tớp tè đợt tam dân hóc bị Italy bật nì. Nhắm chỉ mùi sạch cô khâu ní cứ xạ xong bổng phọt. Nhưng mình đăng thà trơi nhăm mùi na mùn tệ. Nhạc niên. Bê công pung nhăm à ha chứ ngành. Á chưa được sử dụng bọc nâng cưng cả bàn. Rục ní cặp đê bị tròn nát sâu cầm đợt ram mùi à. Sắc tròn nát tôn là mời. Tôn là mời. Rồi lông à, đai đà rà. Xạ xong nâng nhạc niên nà. Ní chi sẽ bà cam tùng nâng tròn nát đó ti cần lánh đáy kê là bay nung mền tế. Mình cu ao chưa so. Nhưng rơ ban khmênh nhạc miên so. Nhạc niên. Miss khmơ nâng sra tròn nát rì chuông. Nhạc niên châu chất mùi nà. Pre ai. Ní mình men cần lánh thòng mà đá tê. Chỉ than su cô cho bà nà. Nì. Khai nà trơ tế. Công chồng này lùi ở mình tròn tệ. Mạ. Công bà đi sạch ấy. Côn miên lùi. Mơn mìa. Rồi bó tiền o. Lư lư lọ đạm mạn nè. Phưa chỉ mạ rồi bó kê bà có chi miên cái đây sọc nè. Ô mình on tê. Tron tài pro tiền ni riêng on bằng tịch. Mạ mạch nơ tay mình sợ bài chật tiết. Ô. Pro tiền ni à krọ mơ bệch hài. Xong bấy tài rô mùi sơ say rồi bó ba có priệp mình bàn phòng. Còn nót nè xa chịt mày. Nẹ niên trong riêng trong khu cùng nợt khai ná ngọc ngạt tử. Cùng thua cho đợt đôi nẹ mình thọc khơi ấy.
ខ្ញុំមានប្តីហើយមានកូនទៀតផងលឺជាក្មេងល្អមែនសង្ឃឹមថាគេនឹងរកម៉ាក់ឃើញឆាប់គួរឲ្យស្ដាយខ្ញុំរត់មិនរួចពីកណ្ដាប់ដៃស៊ូឡើយទេគ្រួសារដែលខ្ញុំចង់បានប្រហែលជាគ្មានថ្ងៃមានឡើយម៉ាក់ខ្ញុំខ្លាចខ្ញុំចង់គេងជាមួយម៉ាក់លឺគង់តែរកម៉ាក់ពិតប្រាកដរបស់គេឃើញទេមិនអាចឲ្យគេមានមនោសញ្ចិតណាជ្រាលជ្រៅជាមួយខ្ញុំទេកូនទៅគេងបន្ទប់ក្មេងទៅខ្ញុំគ្មានម៉ាក់តាំងពីតូចរាល់ពេលឃើញក្មេងដទៃមានម៉ាក់នៅក្បែរខ្ញុំច្រណែនណាស់បើខ្ញុំមានម៉ាក់ក៏ល្អដែរហេតុអីមួយជីវិតនេះគ្មានអ្នកណាចាំមើលខ្ញុំធំធាត់សោះអញ្ចឹងក្រោកឡើងមកយេបើកូនខ្ញុំនៅរស់ប្រហែលជាចេះរំអួយបែបនេះដែរហើយគេងទៅកូនសម្លាញ់របស់ម៉ាក់នាងចង្រៃហ៊ានរត់ផងឆាប់ត្រឡប់មករៀបការវិញភ្លាមខ្ញុំមិនត្រឡប់ទៅវិញទេបាក់កើតអីហ្នឹងចុះនាងមិនចង់ដឹងដំណឹងកូនទេអីលឺកូនគេងបន្តិចទៀតទៅមានការចុះទៅក្រោមបន្តិចម៉ាក់គិតមិនទៅបើឈូមិនត្រឡប់មកវិញទេខ្ញុំត្រូវរៀបការជាមួយអាមនុប្រុសខូខើនោះហើយកុំបារម្ភអីវាស្រឡាញ់កូនវាជាងជីវិតវាទៅទៀតវាមិនហ៊ានមិនមកទេកូនខ្ញុំនៅឯណានេះមិនមែនជារបស់ខ្ញុំទេអីតាមពិតធ្លាក់នៅទីនេះសោះតាំងពីលើកមុនអរគុណហើយតាមពិតលឺជាកូនរបស់ខ្ញុំសោះអ្នកមីងប្រកាសជាម៉ាក់របស់ខ្ញុំហើយឯងនាំក្មេងទៅលេងសិនទៅខ្ញុំនិយាយជាមួយឈូយ៉ាវមួយផ្លែមកមីងឲ្យលេងហ៊ានរត់តិចពីពិធីរៀបការទៀតតតែខ្ញុំទេហើយទៅព្រមត្រឡប់មកវិញរៀបចំខ្លួនទៅថ្ងៃស្អែកត្រូវរៀបការហើយប៉ាក៏គិតបែបនេះដែរមែនទេប៉ាដឹងច្បាស់ថាស៊ូឡៃជាមនុស្សអាក្រក់ក្នុងសង្គមនៅតែបណ្ដោយឲ្យខ្ញុំរៀបការទៅស្លាប់ទៀតគ្រាន់តែឲ្យនាងរៀបការជំនួសមូលីសោះលោកប្រុសស៊ូជាមហាសេដ្ឋីចំណេញដល់នាងហើយខ្ញុំមិនរៀបការទេនាំកូនទៅជាមួយរងចាំបុរសម្នាក់នោះមកទទួលខ្ញុំមើលទៅទីនោះទៅមានសាច់ឆ្មាស្អុយអីនៅហ្នឹងកុំធ្វើបាបក្មេងនាងគិតថារកកូនឃើញហើយអាចបដិសេធការរៀបការបានមែនទេប្រាប់នាងឲ្យដឹងចុះនៅលើទឹកដីយួនឆេងនេះលោកប្រុសស៊ូជាស្ដេចនាងហ៊ានមិនរៀបការប្រយ័ត្នខ្ញុំសម្លាប់ក្មេងនោះចោលដឹងហើយគ្រាន់តែសូមឲ្យខ្ញុំបញ្ជូនកូនចេញទៅដោយសុវត្ថិភាពសិនម៉ាក់មិនក៏យំអញ្ចឹងនៅលើទឹកដីយួនឆេងលោកប្រុសស៊ូជាស្ដេចនាងហ៊ានមិនរៀបការខ្ញុំសម្លាប់ក្មេងនោះចោលខ្ញុំត្រូវតែបញ្ជូនលើចេញទៅមានតែវិធីនេះទេទើបគេមានសុវត្ថិភាពនេះជាលុយសន្សំរបស់ខ្ញុំទាំងអស់លេខកូដគឺ 154,415 គឺជាថ្ងៃខួបកំណើតរបស់កូននេះជាអាវចាក់ដែលម៉ាក់ធ្លាប់ចាក់ឲ្យកូនពីមុនប្រហែលជាមិនសូវត្រូវទំហំទេទុកជាអនុស្សាវរីយ៍ចុះម៉ាក់មានន័យថាម៉េច
សុំទោសណាលឺម៉ាក់ចំណាយពេលយូរណាស់ទើបចំណាំកូនបានបើសិនជាកូននៅក្បែរម៉ាក់ប្រកាសជាគ្មានជីវិតទេម៉ាក់ត្រូវតែដេញកូនចេញខ្ញុំបានប្រកួតរបស់ដែលខ្ញុំស្រឡាញ់ទាំងអស់ឲ្យទៅអ្នកហើយអ្នកចង់បានអីទៀតមិនក៏មិនទៅផ្ទះខ្ញុំម៉ាក់ធ្វើឲ្យខ្ញុំខ្លាចហើយចេញទៅអញជាក្មេងមិនដឹងប្រភពច្បាស់លាស់គ្មានសិទ្ធិហៅខ្ញុំថាម៉ាក់ទេម៉ាក់ចេញទៅរុញវាចេញទៅរុញវាចេញទៅម៉ាក់ម៉ាក់អូប្រពន្ធខ្ញុំពិតជាស្អាតមែនពិតប្រាកដណាស់បើមិនស្អាតមិននឹងហ៊ានប្រគល់ឲ្យលោកទៅកូនប្រសារល្អគ្រូសាឈូទៅថ្ងៃមុខពឹងលើលោកហើយគ្មានបញ្ហាតោះប្រពន្ធសម្លាញ់ម៉ាក់លែងត្រូវការខ្ញុំហើយពិតជាអាក្រក់មែនខ្ញុំចង់ត្រឡប់ទៅរកប៉ាវិញលែងមកកន្លែងដ៏កំសត់នេះទៀតហើយនាងកុំធ្វើឲ្យរបស់ខ្ញុំខូចណានេះទុកសម្រាប់គេខ្លួនក្មួយតូចហេតុអីនៅតែម្នាក់ឯងអញ្ចឹងម៉ាក់ក្មួយនៅឯណាម៉ាក់លែងត្រូវការខ្ញុំហើយនិយាយផ្ដេសផ្ដាសក្នុងលោកនេះមានម៉ាក់ឯណាបោះបង់កូនខ្លួនឯងនោះមែនហ៎ប្រពន្ធសម្លាញ់ចាំបន្តិចឡានកញ្ចាស់ស្អីនេះសំនឹងឲ្យខ្ញុំជីដែរនៅចូលធ្វើអីហ្នឹងតោះទៅយ៉ាប់ហើយខាងក្រៅមានគ្រោះថ្នាក់ស៊ូឡៃនៅឯណានៅទីនោះបងជីអញចង់ចូលទៅលូស្កក្រប់គេមែនទេចុះឡានក្មេងលេងខ្ញុំឯណាសុំទោសណាលឺម៉ាក់ក៏ដើម្បីការពារកូនដែរកូនត្រូវតែរត់ទៅឲ្យឆ្ងាយកុំត្រឡប់មកវិញឲ្យសោះទុកចិត្តចុះបងណាច្បាស់ជាថ្នាក់ថ្នមអូនឲ្យបានល្អមិនខានទេចិត្តរៀបការទៅហើយនាងនៅធ្វើរកគូធ្វើអីទៀតបងសុំណែនាំអូនណាគួរតែស្ដាប់បង្គាប់ទៅពិធីលេងសើចជាមួយស្រីរបស់អញមានច្រើនណាស់នាងកុំខ្លាចអីស៊ូឡៃខ្ញុំមិនរៀបការជាមួយលោកទេទោះបីជាខ្ញុំត្រូវស្លាប់ក៏មិនក្បត់មនុស្សជាទីស្រឡាញ់នឹងកូនខ្ញុំដែរនាងជឿអត់ថាអញចាត់ការនាងឥឡូវហ្នឹងលេងខ្ញុំមកនេះចង្រៃយ៉ាឈប់ភ្លាមលោកប្រុសមានរឿងអីមានអ្នកណាមកធ្វើអីមែនទេតាមវាឲ្យលឿនប៉ាចាំសិនឡើងឡានតាមអញលេងឲ្យស្លាប់មេម៉ាយនេះចង់ដឹងថាជើងអញទាំងពីររត់លឿននៅតែឡាន4កង់របស់ខ្ញុំរត់លឿនជាងរត់ឲ្យលឿនបន្តិចទៅបងប្អូនជួយលើកទឹកចិត្តប្រពន្ធធំបងផងម៉ាក់លួននឹងមកជួយម៉ាក់ឥឡូវហើយខ្ញុំនឹងណាគឺមិនចូលចិត្តមើលស្រីស្អាតរងទុកទេយកអីចេះទៅនាងឡើងឡានមក
ទុកឲ្យខ្ញុំថ្នាក់ថ្នមនាងឲ្យបានល្អខ្ញុំប្រាប់ហើយទូស្លាប់ក៏ខ្ញុំមិនរៀបការជាមួយលោកដែរមានថោកទាបមុខហើយមិនយកមុខខ្ញុំធ្លាប់រៀបការរួចហើយក៏មានកូនដែរគឺខ្ញុំតើលោកឯងស័ក្តិសមទេនាងស្រីថោកទាបនេះហ៊ានលេងសើចជាមួយខ្ញុំបន្ថែមលបឿនពុកនាងឲ្យស្លាប់ទៅមិនពុកនាងឲ្យស្លាប់វ៉ាងយូ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 អូយអូយតិចយឺតរកងាប់ប្រញាប់ទៅសៀងហៃវ៉ាងម៉ាន់ឲ្យពួកឯងភ្លក់រសជាតិខ្ញុំអញចេះហេតុអីកូនត្រឡប់មកវិញម្យ៉ាងទៀតបាក់កុំខ្លាចមានកូននៅទីនេះហើយអូយមានខ្មោចតោះកុំខ្វល់អីកុំខ្វល់អីខ្ញុំប្រាប់នាងចុះប៉ារបស់ខ្ញុំគឺជាអ្នកការពារទីក្រុងនាងហ៊ានដេញខ្ញុំចេញនាងនិងម្ដាយនាងត្រូវតែស្លាប់មនុស្សតូចទាបនៅហ៊ានតវ៉ាជាមួយខ្ញុំទៀតត្រូវតែកែជំងឺមាត់រឹងរបស់ហែងមាត់របស់ខ្ញុំនេះគឺវាជំនួសម៉ាក់នេះគឺវាជំនួសប៉ាមនុស្សរបស់គាត់ឯងក៏ហ៊ានប៉ះពាល់លើពួកយើងទៅកុំខ្ជះខ្ជាយពេកជាមួយមនុស្សបែបនេះប៉ាម៉ាក់អង្វរលើកនេះនឹងលើកលែងឲ្យឯងផាក់ពីនៃឯងលើកជង្គង់នៅទីនេះឲ្យមូខាំម៉ាក់តោះយើងទៅលែងខ្ញុំលែងខ្ញុំស៊ឺលៃកូនប្រុសរបស់អ្នកការពារទីក្រុងចាត់សិងត្រូវរងការវាយប្រហារដោយថាមពលអាថ៌កំបាំងថាមពលប្រភេទនេះមិនមែនជារបស់មនុស្សទេតើពិតជាមានមនុស្សភពកាយមែនទេថ្មីនេះមានអ្នកថតបានវត្ថុហោះហើរចម្លែកនៅលើមេឃប្រសិនបើអាចចាប់សត្វភពកាយនេះមកស្រាវជ្រាវវិទ្យាសាស្ត្រជីវសាស្ត្រផែនដីក៏នឹងកាន់តែជឿនលឿនវះកាត់នេះពិតជាខុសខើពេកហើយលើតើកូនមានធម៌ពលពិសេសមែនទេតាមពិតខ្ញុំនិងប៉ាសុទ្ធតែជាមនុស្សភពកាយក៏មានធម៌ពលពិសេសគ្រប់គ្រងផងដែរពិតជាមិនល្អទេម៉ាក់ប្រសិនបើអត្តសញ្ញាណរបស់លើត្រូវបែកធ្លាយគេអាចនឹងត្រូវចាប់ទៅធ្វើការស្រាវជ្រាវធ្វើយ៉ាងម៉េចទៅថ្ងៃនេះកូនមិនត្រូវរៀបការជាមួយសេដ្ឋីអីមិនក៏ត្រឡប់មកផ្ទះវិញអូយម៉ាក់ព័ត៌មាននិយាយថាសេដ្ឋីស៊ឺត្រូវបានសត្វភពកាយវាឲ្យរបួសឬមួយកូនឥតខានស្លានេះជាមនុស្សភពកាយសង្ឃឹមថាប្រជាពលរដ្ឋអាចផ្ដល់តម្រុយចាប់ខ្លួនសត្វភពកាយរង្វាន់10 លានអាឡូខ្ញុំចង់ផ្ដល់តម្រុយមនុស្សភពកាយខ្ញុំដឹងម៉ាក់សុំអង្វរកុំបញ្ជូនលើចេញទៅនរណាឲ្យឯងមិនព្រមរៀបការជាមួយស៊ឺលៃបើគ្មានគេនរណានឹងវិនិយោគឲ្យគ្រួសារយើងប៉ុន្តែក៏ល្អដែររង្វាន់ផ្ដល់ព័ត៌មានដល់ទៅ10 លានកូនឥតខានស្លានេះក៏ចាត់ទុកថាមានតម្លៃខ្លះដែរកូនខលទូរស័ព្ទនេះអីបានទេថយចេញកុំមករាំងខ្ញុំរត់លុយឯងចេញទៅម៉ាក់ក្មេងភពកាយកុំចូលមកណាឯងកុំហ៊ានវាយណាតាមពិតខ្ញុំជាយាយរបស់ឯងណាឯងវាយខ្ញុំនោះហៅថាប្រឆាំងច្បាប់ធម្មជាតិ
នឹងត្រូវរន្ទះបាញ់ខ្ញុំមិនខ្វល់រឿងរន្ទះបាញ់ទេខ្ញុំជាអ្នកសម្រេចអ្នកឯងមិនឡាខ្ញុំមិនបានទេម៉ាក់មិនក៏មិននិយាយអីបន្ទោសខ្ញុំតើគេនឹងសម្លាប់ពួកយើងទេម៉ាក់មិនរងរបួសទេមែនទេមិនអីទេជាកូនអាចបិទមាត់អ្នកទាំងពីរនេះក៏ដោយប្រសិនបើអត្តសញ្ញាណរបស់កូនត្រូវបែកធ្លាយហេតុដីគឺមិនអាចទទួលយកកូនបានទេអញ្ចឹងប៉ាប្រកាសជាមានវិធីប៉ាសូមជួយកូនផងនរណាឲ្យកូនប្រើធម្មពលដោយគ្មានការគ្រប់គ្រងរងចាំតែគេចាប់ទៅធ្វើកណ្ដុរសាកល្បងនៅមន្ទីរពិសោធន៍ទៅកូនក៏ដើម្បីការពារម៉ាក់ដែរម៉ាក់គួរឲ្យអាណិតណាស់តែយាយនៅទីនេះតាគឺជាមនុស្សខ្លាចប្រពន្ធប្តីមួយនេះធ្វើការខ្លាំងណាស់7 ឆ្នាំហើយមិនដែលមកផ្ទះសោះបើគ្មានកូនការពារគាត់ច្បាស់ជាត្រូវគេធ្វើបាបបាត់ទៅហើយបានហើយរឿងនេះប៉ាពិតជាមានការទទួលខុសត្រូវមែនប៉ាអាចជួយកូនលោកការចងចាំរបស់មនុស្សផែនដីតែដឹងថាកូនមានធម៌ពលពិសេសបានប៉ុន្តែទៅថ្ងៃមុខកូនដាច់ខាតមិនត្រូវបញ្ចេញធម៌ពលនៅមុខមនុស្សទេដឹងទេអរគុណប៉ាពិតជាជំពាក់ម៉ាក់របស់កូនច្រើនណាស់ថ្ងៃស្អែកប៉ានឹងទៅផែនដីជួបអ្នកទាំងពីរអូយឈឺតិចទៅចេញទៅខ្ញុំមិនក៏ខ្ញុំស៊ុយយ៉ាងនេះថ្ងៃនោះគឺទៅរៀបការស្រីនោះមិនដឹងថាម៉េចទេជើងខ្ញុំក៏មិនដឹងថាម៉េចបានបាក់ដែរហើយនៅមានស្នាមមុខខាំពេញខ្លួននេះទៀតហើយអាហារពេលព្រឹកនេះទៀតតើនរណាអាចប្រាប់ខ្ញុំបានទេថាទីបំផុតមានរឿងអ្វីកើតឡើងស្អីគេខ្ញុំចាំបានថាគឺអ្នកនាងឈូរត់ចោលរោងការមានគ្រោះថ្នាក់ចរាចរណ៍ក្រោយមកខ្ញុំក៏ចាំមិនច្បាស់ដែរខ្ញុំជាកូនប្រុសសេដ្ឋីទី1ប្រចាំទីក្រុងយ៉ាក់ស៊ីងនាងមានមុខមកបដិសេធខ្ញុំថែមទាំងធ្វើឲ្យជើងខ្ញុំបាក់ទៀតស្រីម្នាក់នេះខ្ញុំច្បាស់ជាសម្លាប់នាងចោលមិនខានចេញទៅសេដ្ឋីស៊ឺខ្ញុំចាំបានថាឪពុកធរលោកមិនមែនជាប្រធានជួននៃសភាពាណិជ្ជកម្មយ៉ាឈៀទេអីមែនតើមានរឿងអីគ្រួសារត្រកូលឈូកំពុងស្ថិតនៅលើគែមនៃការខ្សែធនថ្ងៃស្អែកគឺជាពិធីខួបកំណើតរបស់ប្រធានជូគ្រួសារត្រកូលឈូច្បាស់ជានឹងបញ្ជូនមនុស្សមកលោកគួរតែឆ្លៀតឱកាសនេះឲ្យប្រធានជូធ្វើជាអ្នកសម្រេចចាប់យកអ្នកនាងឈូមកឪពុកធរខ្ញុំគ្រាន់តែនិយាយមួយម៉ាត់គ្រួសារត្រកូលឈូនឹងត្រូវចប់ឲ្យតែមានប្រធានជូជួយគ្រប់គ្រងខ្ញុំមិនជឿថាស្រីម្នាក់នេះមិនព្រមចោះចាញ់ទេពិភពចំនួនយាយជាលើកក្រដាស់គឺស្ថិតក្រោមឈ្មោះរបស់ខ្ញុំតែតាមពិតសុទ្ធតែជារបស់ចៅវាយទូបង្គំមិនហ៊ានភ្លេចគុណទេរយៈពេល2000ឆ្នាំមកនេះត្រកូលជូចំនួនក្រោយតែងតែស្មោះត្រង់នឹងខ្ញុំច្បាស់ជាមិនឲ្យឯងខាត់បងទេទ្រង់គឺជាអ្នកគ្រប់គ្រងប្រព័ន្ធកាយទាំងមូលអត្តសញ្ញាណអាចកំបាំងនឹងខ្ពង់ខ្ពស់ត្រកូលជូអាចបំរើទ្រង់គឺជាកិត្តិយសដ៏ធំធេងរបស់យើងក្រោកឡើងថ្ងៃនេះគឺជាពិធីខួបកំណើតឯងទៅទទួលភ្ញៀវចុះខ្ញុំត្រូវរវល់ការងារសិនយកបន្តិចទៅយកកាដូខួបកំណើតមកការដែលទ្រង់អាចយាងមកផ្ទាល់គឺជាកិត្តិយសណាស់ទៅហើយមិនចាំបាច់មានកាដូទេត្រូវហើយក្នុងដៃឯងមិនមែនមានទុនត្រូវវិនិយោគទេអីវិនិយោគឲ្យឈូយ៉ាវនៃគ្រួសារត្រកូលឈូទៅបានហើយចៅវាយចង្អុលឈ្មោះឲ្យវិនិយោគលើឈូយ៉ាវតើពួកគេមានទំនាក់ទំនងអ្វីនឹងគ្នានេះមនុស្សប្រៀបនឹងមនុស្សពិតជាអាចឲ្យមនុស្សស្លាប់បានពិធីខួបកំណើតរបស់ប្រធានជូនេះពិតជាអស្ចារ្យណាស់ប្រធានជូកាន់កាប់ពិភពចំនួនយាយជាគាត់ចង់ឲ្យក្រុមហ៊ុនណារស់ក្រុមហ៊ុននោះនឹងអាចរីកចម្រើនយ៉ាងឆាប់រហ័សចង់ឲ្យក្រុមហ៊ុនណាស្លាប់បន្ទាប់មកនឹងត្រូវខ្សែធនឬថាប្រធានជូថ្ងៃនេះនឹងប្រកាសពីអ្នកទទួលបានការវិនិយោគមិនដឹងថាយើងអាចទទួលបានឬអត់ទេបើមិនមែនដោយសារនាងធ្វើឲ្យខូចការរៀបការជាមួយសេដ្ឋីទេពួកយើងក៏មិនបាច់បន្ទាបខ្លួនមកសុំការវិនិយោគបែបនេះដែរបើមិនទទួលបានការវិនិយោគទេនាងគឺជាជនល្មើសធំដែលធ្វើឲ្យគ្រួសារយើងខ្សែធនគេឈ្មោះគ្រួសារត្រកូលជុំមិនអត់ទេខ្ញុំជឿថាប្រធានជូគឺជាមនុស្សយុត្តិធម៌ហើយនឹងប្រកល់ការវិនិយោគមកឲ្យយើងមិនមែនលុយទេអីប៉ាខ្ញុំមានលុយច្រើនណាស់ប៉ាពិតជាមិនបានមែនគឺត្រូវឲ្យឈូយ៉ាវទៅអង្វរសុំការអភ័យទោសពីសេដ្ឋីស៊ឺ
ពួកយើងនៅអាចយកថ្លៃបណ្ណាការបានទៀតតើអ្នកម្ដាយក្មេកកុំតាន់ប្រញាប់ខ្ញុំបាននាំយកថ្លៃបណ្ណាការមកដណ្ដឹងហើយថ្ងៃនេះគឺជាពិធីខួបកំណើតរបស់ប្រធានជូទោះបីជាអញចូលមកបានក៏ដោយប្រហែលជាអ្នកទាំងអស់គ្នានៅមិនទាន់ដឹងទេប្រធានជូគឺជាឪពុកធម៌របស់ខ្ញុំប្រធានជូគឺជាឪពុកធម៌របស់ហែងទោះបីជាអ្នកទាំងពីរជាសាច់ញាតិការរៀបការក៏ជារឿងផ្ទាល់ខ្លួនដែរក៏មិនអាចយកមកនិយាយក្នុងពិធីខួបកំណើតរបស់គាត់បានដែរនាងខ្លាចខ្ញុំដណ្ដើមតំណែងម្ចាស់ផ្ទះឪពុកធម៌ខ្ញុំខ្វល់ខ្វាយបំផុតគឺរឿងរៀបការរបស់ខ្ញុំបើខ្ញុំអាចនៅក្នុងពិធីខួបកំណើតរបស់គាត់រកកូនប្រសើរឲ្យគាត់បានគាត់ត្រេកអរស្ទើរមិនទាន់ផងមិននឹងអាចបន្ទោសខ្ញុំទៅកំពុងឆ្លោះគ្នាពីអ្វីពួកឯងមកបំផ្លាញកម្មវិធីរបស់ជូម៉ៅខ្ញុំឬឪពុកធម៌រឿងរៀបការរបស់ខ្ញុំលោកពុកត្រូវតែជួយចាត់ចែងឲ្យខ្ញុំហើយខ្ញុំក៏ចង់ឲ្យលោកពុកមានចៅប្រុសធំមួយទុកជាកាដូថ្ងៃកំណើតរបស់លោកពុកឯងនេះចេះគិតហើយតើត្រូវចិត្តកូនក្រមុំផ្ទះណាកូនស្រីច្បងគ្រួសារតកូឈូយ៉ាវនោះមិនមែនជាមនុស្សដែលចៅវាយចង្អុលឈ្មោះឲ្យវិនិយោគទេអីខ្ញុំយល់ហើយកាដូថ្ងៃកំណើតដែលចៅវាយនិយាយគឺជូនកូនប្រសារដល់ខ្ញុំសោះហើយការវិនិយោគឲ្យនាងគឺស្មើនឹងវិនិយោគឲ្យគ្រួសារខ្លួនឯងពិតជាចំណាយកម្លាំងចិត្តច្រើនណាស់ឡការរៀបការនេះខ្ញុំយកព្រមហើយអ្នកនាងឈូក្មេងនេះទោះបីជាមិនសូវបានការបន្តិចមែនតែនាងចិត្តចាស់ចូលមកខ្ញុំនឹងកាំងនាងគ្រួសារខ្ញុំពិតជាមានសំណាងមែនតែបានខ្លាចជាសាច់ញាតិជាមួយប្រធានជូគ្រួសារតកូឈូទៅថ្ងៃមុខនឹងខ្លាចជាគ្រួសារលំដាប់អភិជនមិនខានប្រធានជូការរៀបការគឺជារឿងតខ្លួនរបស់ខ្ញុំលោកជាអ្នកសម្រេចហាក់ដូចជាមិនសមរម្យទេដឹងអុយអាចធ្វើជាសាច់ញាតិជាមួយប្រធានជូគឺជាសំណាងដ៏ធំរបស់អ្នកហើយនៅធ្វើខ្លួនឯងស្អីទៀតគឺអាចខ្លាចជាកូនប្រសារប្រធានជូគ្រួសារយើងមិនត្រឹមតែមិនខ្សែទេថែមទាំងនឹងរីកចម្រើនយ៉ាងលឿនទៀតឈូយ៉ាវកុំឲ្យមុខហើយមិនយកមុខប្រធានជូពិតខ្ញុំមានកូនហើយមិនហ៊ានតោងឡើងខ្ពស់ទេនរណាក៏មានអតីតកាលដែរឲ្យតែនាងរស់នៅជាមួយស៊ឺលីឲ្យបានល្អបង្កើតកូនស្នងតកូលឲ្យគ្រួសារស៊ឺរឿងនេះមិនមានបញ្ហាអ្វីទេពួកនាងកុំនិយាយថាខ្ញុំមិនឲ្យមុខគ្រួសារតកូឈូពួកនាងឲ្យសោះប្រអប់ទាំង3នេះមួយគឺយិនសិនអាចពន្យាយូវៃសូតបៈសើឆៅនឹងមានគ្រឿងអលង្ការមាសប្រាក់ឲ្យតែនាងអាចយល់ព្រមរបស់ទាំង3ប្រអប់នេះនឹងคล้ายជារបស់នាងទាំងអស់ប៉ាឆាប់មកបើមិនអញ្ចឹងគេនឹងដណ្ដើមម៉ាក់ពីប៉ាហើយប៉ាឆាប់មកបើមិនអញ្ចឹងគេនឹងដណ្ដើមម៉ាក់ពីប៉ាហើយកុំជួយនិយាយពេលសិនទៅប៉ានឹងទៅដល់ឥឡូវហើយចង់ដណ្ដើមជាមួយប៉ាខ្ញុំឬកុំបន្ទោសខ្ញុំដែលធ្វើឲ្យលោកបាក់មុខឲ្យសោះណាអាឡអែតត្រូវតែយកថ្លៃបណ្ណាការសំរុំមកហើយប្រអប់ទាំងនេះសុទ្ធតែខ្ញុំជ្រើសរើសផ្ទាល់ដៃមួយសុទ្ធតែមានតម្លៃចាប់ពីខ្ទង់លានឡើងអាឡអែតយល់ស្អីទេសេដ្ឋីស៊ឺលោកកុំស្ដាប់គេនិយាយដាស់ក្មេងនេះមិនធ្លាប់ស្គាល់អីទេត្រូវហើយសេដ្ឋីស៊ឺគឺជាកូនប្រុសតកូអភិជនហើយក៏ជាកូនធម៌របស់ប្រធានជូទៀតមិននឹងយករបស់គ្មានតម្លៃទាំងនេះមកបោកប្រាស់ទៅខ្ញុំទោះបីជាមិនសូវយល់តែនៅបែងចែកដឹងល្អអាក្រក់លោកនិយាយថាក្នុងនេះគឺយិនសិនខ្ញុំមើលទៅគឺក្របផ្លែឈើនិងកាកសំណល់ទេដឹងស៊ឺលេខ្ញុំនេះគឺជាសេដ្ឋីមានទ្រព្យរាប់រយលានម៉ាក់ឯងមិនចេះខ្មាស់គេមិនទាន់រៀបការផងមានកូនតែស៊ឺលេខ្ញុំនៅចង់បានមុខមាត់ខ្ញុំមិនយករបស់អេតចាយទាំងនេះមកធ្វើជាថ្លៃបណ្ណាការទេបានហើយកុំរករឿងទៀតម៉ាក់មិនអីទេបើមិនជឿម៉ាក់បើកមើលទៅបានបើឯងចង់បើកក៏បើកទៅទោះយ៉ាងណាដល់ពេលនោះឯងនៅតែត្រូវហៅខ្ញុំថាប៉ាដែរនេះពិតជាមានរឿងអីហ្នឹងមិនក៏ពិតជាក្របផ្លែឈើមែន
ខ្ញុំមានអារម្មណ៍ថាត្រូវលើលឺស៊ីហើយទេដឹងប្រអប់នេះគឺបិទចិត្តតើគេធ្វើបានដោយរបៀបណានេះមិនអាចទេស៊ឺលេអើយយកគ្រាប់ផ្លែឈើមួយប្រអប់មកចង់រៀបការជាមួយម៉ាក់ខ្ញុំគួរឲ្យអស់សំណើចមែននេះមិនអាចទេរបស់ដែលខ្ញុំយកមកច្បាស់ជាយិនសិនដែលអាចពន្យាយយូរវែងបានមិនក៏ប្រែទៅជាគ្រាប់ផ្លែឈើទៅវិញធ្លាប់រយូរហើយថាសេដ្ឋីស៊ឺឡប់ណាស់មិននឹកស្មានថារឿងរៀបការក៏ធ្វើឲ្យខ្លាយជារឿងកំ pl ែងដែរយកគ្រាប់ផ្លែឈើធ្វើជាបណ្ណាការមិនដែលឃើញគ្រួសារអភិជនណាកំណាញ់យ៉ាងនេះសោះផ្ដេសផ្ដាធ្វើឲ្យខ្ញុំបាក់មុខអស់ហើយឪពុកធំខ្ញុំពិតជាមិនដឹងទេថាម៉េចបានខ្លាយជាបែបនេះឪពុកធំមែនហើយប្រអប់មួយនេះខាងក្នុងមានសូត្របៈសើឆៅចំនួន30ដុំសូត្រនេះផលិតពីរោមមាន់ខ្ងោកសរសៃមាសនិងសរសៃសូត្រដោយជាងប៉100នាក់ចំណាយពេលកន្លះឆ្នាំទើបធ្វើរួចរបស់មួយនេះនៅលើទីផ្សារអ្នកទាំងអស់គ្នាចង់ទិញក៏ទិញមិនបានដែរលោកថាយកសូត្រប្រភេទនេះមកធ្វើជារោគរៀបការពេលដើរនឹងចាំងពន្លឺដ៏ស្រស់ស្អាតពិតជាខ្ជិះជារបស់មានតម្លៃមែនលោកពិតជាចេះអួតមែនសូត្រស្អីទៅខ្ញុំមើលទៅគឺជាក្រណាត់រហែកសោះក្មេងឥតខាន់ស្លាកុំនិយាយផ្ដេសផ្ដាគេសេដ្ឋីស៊ឺនេះចាត់ទុកថាជាកូនសេដ្ឋីទី1ប្រចាំទីក្រុងយ៉ាប់សិនគឺជាសក្តិពាណិជ្ជកម្មទេជាកូនធររបស់ប្រធានជូមិននឹងយកក្រណាត់រហែកមកធ្វើជាថ្លៃបណ្ណាការនោះត្រូវហើយសេដ្ឋីស៊ឺទូយ៉ាងណាក៏មានទ្រព្យឲ្យរាប់រយលានមិននឹងអាចយកថ្លៃបណ្ណាការមកលេងសើចបានប៉ុន្តែចុះគំនោគ្រាប់ផ្លែឈើនោះយ៉ាងម៉េចដែរលើប្រហែលជានិយាយពិតមែនហើយអុយនោះគឺច្រឡំប្រអប់ទេប្រអប់នេះច្បាស់ជាសូត្រហើយត្រូវហើយសេដ្ឋីស៊ឺទូយ៉ាងណាក៏ជាកូនអភិជនដែរត្រូវការមុខមាត់បំផុតក្នុងនេះច្បាស់ជាសូត្រហើយមែនឬលោកបើកមើលទៅអាល្អិតឯងចាំមើលឲ្យច្បាស់ស្អីគេហ្នឹងហាលោកយកក្រណាត់រហែកមកចង់បានម៉ាក់ខ្ញុំឬកូនអភិជនស្អីគេខ្ញុំមើលទៅគឺជាអ្នកក៏ច្រើនជាងសេដ្ឋីស៊ឺនេះជារបស់ស្អីឯងមើលទៅប្រអប់ទាំងនេះសុទ្ធតែបិទចិត្តខ្ញុំមិននឹងអាចបំផ្លាញរបស់នៅខាងក្នុងបានទៅខ្ញុំគិតថាមានតែអ្នកដែលមានធម៌ពលពិសេសទេទើបអាចធ្វើបានទីនេះមានមនុស្សមានធម៌ពលពិសេសឯណាខ្ញុំគិតថាគឺសេដ្ឋីស៊ឺបោកប្រាស់មនុស្សរឿងធំបែបរៀបការនេះសេដ្ឋីស៊ឺនៅហ៊ានយកមកលេងសើចជាមួយពួកយើងទៀតខ្ញុំមើលទៅពួកយើងទៅថ្ងៃមុខគុំសហការជាមួយគេទៀតអីអញធ្វើឲ្យខ្ញុំបាត់បង់មុខមាត់អស់ហើយមិនមែនទេលោកពុកនៅមានខ្ញុំទៀតប៉ាឆាប់មកកូនមិនអាចពន្យាពេលបានយូរទៀតទេដល់ពេលត្រូវជួបជុំជាមួយភរិយាហើយប៉ាឆាប់មកកូនមិនអាចពន្យាពេលបានយូរទៀតទេដល់ពេលត្រូវជួបជុំជាមួយភរិយាហើយនេះក៏ជាគ្រាប់ផ្លែឈើនិងក្រណាត់រហែកទៀតស៊ឺលៃទូយ៉ាងណាក៏ជាកូនអ្នកមានម្នាក់ដែរនេះវាមានរឿងអីទៅឈូយ៉ាវគ្រាន់តែជាស្ត្រីដែលធ្លាប់មានកូនរួចហើយសេដ្ឋីស៊ឺនេះប្រហែលជាមិនចង់ចេញថ្លៃបណ្ណាការទេប្រអប់នេះគ្រាន់តែធ្វើពុតជាមានប៉ុណ្ណោះនឹកស្មានមិនដល់ថាត្រូវបានគេបើកសោះទោះបីជាឯងមើលងាយឈូយ៉ាវយ៉ាងណាក៏ដោយក៏ត្រូវតែធ្វើឲ្យសមរម្យដែរធ្វើឲ្យខូចមុខមាត់គ្រួសារអស់ហើយឪពុកទេខ្ញុំយកមកពិតជាយិនសិនមែនហើយមានទាំងសូត្រទៀតខ្ញុំក៏មិនដឹងថាម៉េចបានប្រែជាបែបនេះដែរឪពុកឯងចង់យ៉ាងម៉េចទៀតស៊ឺលេងនេះបញ្ចប់ត្រឹមនេះចុះចាំបន្តិចខ្ញុំនៅមានប្រអប់គ្រឿងអលង្ការមួយទៀតសុទ្ធតែរបស់ឯចៃបើផ្ទះខ្ញុំមិនមែនជាកន្លែងកែច្នៃសម្រាមទេទុកសម្រាមទាំងនេះប្រើខ្លួនឯងចុះនេះពិតជារឿងគួរឲ្យអស់សំណើចមែនហ៊ានយកអេតចាយមកធ្វើជាទ្រព្យខ្ញុំមើលទៅគ្រួសារស៊ូពេលនេះចប់ហើយចេញទៅចេញខ្ញុំប្រាប់អ្នកនាងគ្រាន់តែជាស្រីខូចមានកូនដែលគ្មានអ្នកណាត្រូវការខ្ញុំព្រមរៀបការជាមួយនាង
វាចាត់ទុកថានាងមានសំណាងហើយនាងសាកសំតែជាមួយអេតចៃទាំងនេះទេបើជាមនុស្សប្រុសផ្សេងគឺគ្មានអ្នកណាត្រូវការនាងទេអ្នកណាថាគ្មានអ្នកត្រូវការខ្ញុំព្រមរៀបការជាមួយនាងវាចាត់ទុកថានាងមានសំណាងហើយនាងសាកសំតែជាមួយអេតចៃទាំងនេះទេបើជាមនុស្សប្រុសផ្សេងគឺគ្មានអ្នកណាត្រូវការនាងទេគ្មានអ្នកនិយាយថាគ្មានអ្នកត្រូវការខ្ញុំទេតាំងពីពេលណាដែលគ្មានអ្នកត្រូវការនាងគឺលោកគាត់គឺជារបស់លោកប៉ាគឺលោកសុំទោសខ្ញុំមកយឺតខ្ញុំរងចាំលោក7ឆ្នាំហើយមកដល់គឺល្អហើយថ្ងៃក្រោយខ្ញុំនឹងលើនឹងការពារនាងគ្មានអ្នកណាអាចធ្វើបាបនាងតាមចិត្តបានទេការពីឯងគឺជាម្នាក់ពីមុននោះតែរត់ចោលក្រោយពេលបានខ្លួននាងថ្ងៃនេះដោយសារឯងមកដល់ហើយអញ្ចឹងឯងនឹងចាត់ការឯងដឹងទេថាគាត់ជានរណាប្រធានជូឲ្យគាត់និយាយខ្ញុំចង់មើលថាតើគាត់ចង់ធ្វើអ្វីសាច់ឆ្កែមួយក្បាលកុំគិតថាជួអាវធំមួយកុំភ្លេអាចធ្វើជាមនុស្សបានស៊ូឡៃឯងគោរពគាត់បន្តិចទៅខ្ញុំដឹងថាឯងមកធ្វើអ្វីឯងគិតថាគ្រូសាជូគឺជាគ្រូសាអភិជនទើបជ្រើសរើសមកតោងទៀមប៉ុន្តែខ្ញុំប្រាប់ឯងគ្រូសាជូបានខ្សែធនហើយបើគ្មានខ្ញុំទេអ្នកណាក៏ត្រូវបានគាត់ខ្ញុំឮថាប្រធានជូក្នុងដៃមានលុយហើយកំពុងរកអ្នកវិនិយោគមែនទេឲ្យតែវិនិយោគលើគ្រូសាជូនឹងត្រូវបានសង្គ្រោះហើយនោះតតែក្នុងលក្ខខណ្ឌដែលឈូយ៉ាវរៀបការជាមួយខ្ញុំលុយនេះទើបអាចឲ្យទៅគ្រូសាជូបានបើនាងមិនរៀបការជាមួយខ្ញុំលុយនេះគឺជារបស់ខ្ញុំប្រធានជូនិយាយមើលលុយនេះប្រគល់ឲ្យនរណាឲ្យនោះតតែក្នុងលក្ខខណ្ឌដែលឈូយ៉ាវរៀបការជាមួយខ្ញុំលុយនេះទើបអាចឲ្យទៅគ្រូសាឈូបានបើនាងមិនរៀបការជាមួយខ្ញុំលុយនេះគឺជារបស់ពួកយើងប្រធានជូនិយាយមើលលុយនេះប្រគល់ឲ្យនរណាឲ្យប៉ាធរលោកប៉ាខ្លាចវាធ្វើអីកាលពីមុនវាជាមួយនាងថោកទាបឈូយ៉ាវនេះពេលមានទំនាក់ទំនងជាមួយគ្នារត់បាត់ស្រមោល7ឆ្នាំមើលទៅដឹងតែអាគ្មានលុយគ្មានការងារធ្វើប៉ាធរលោកប៉ាទុកចិត្តចាំមើលខ្ញុំចាត់ការអាម្នាក់ដែលដណ្ដើមស្រីខ្ញុំយ៉ាងម៉េចខ្ញុំចង់មើលថាតើឯងចាត់ការខ្ញុំយ៉ាងម៉េចលើជួយយកទៅអីឲ្យម៉ាក់មួយអង្គុយមើលយើងទល់នឹងគេមិនឈ្នះទេប្រញាប់ទៅវិញទៅកុំខ្លាចទុកឲ្យប៉ាជាអ្នកចាត់ការពេលនេះគ្រូសាឈូពិតជាចប់មែនហើយធ្វើឲ្យស៊ូសៅនឹងប្រធានជូខឹងតាំងពីពេលនេះទៅតាសៀននឹងគ្មានគ្រូសាឈូទៀតទេនាងចង្រៃមើលប្រុសហើយរបស់នាងមកលោឡានៅទីនេះចង់ឲ្យពួកយើងធ្លាក់ក្នុងសេចក្តីស្លាប់មែនទេហើយក៏នាងចង្រៃនេះតាំងពីវាលេចមុខមកតែយើងគ្មានរឿងល្អសោះបិទមាត់ម៉ូលីលីកាត់អីអញត្រូវអំពើទេដឹងម៉ូលីលីបាក់យើងសូត្រធរឥតឈប់ស៊ូសៅឯងមិនទាន់និយាយថាចាត់ការខ្ញុំយ៉ាងម៉េចទេហើយនាងចង្រៃតាំងពីវាលេចមុខមកផ្ទះយើងគ្មានរឿងល្អទេបិទមាត់ម៉ូលីលីកាត់អីអញត្រូវអំពើទេដឹងម៉ូលីលីយើងរវល់សូត្រធរបន្តអញមិនទាន់និយាយថាចាត់ការខ្ញុំយ៉ាងម៉េចទេនេះងាយទេអញប្រគល់នាងថោកទាបនេះមកដោយផ្ទាល់ដៃបើមិនអញ្ចឹងតាសៀននឹងគ្មានកន្លែងសម្រាប់ពួកឯងឈរជើងទេស៊ូសាឡៃមានសមត្ថភាពបែបនេះមែនប៉ាខ្ញុំជាមហាសេដ្ឋីក្រុងយុនប៉ាថោខ្ញុំជាប្រធានសភាពាណិជ្ជកម្មដាសៀប៉ះពាល់ខ្ញុំឯងអាចរត់ទៅណាបានអ្នកផ្សេងប្រកាសជាមិនហ៊ាននិយាយបែបនេះទេ
ប៉ុន្តែស៊ូសៅពិតជាមានសមត្ថភាពនេះមែនលោកចាស់ស៊ូនិងប្រធានជូសុទ្ធតែស្រឡាញ់ស៊ូសៅណាស់ប្រកាសជាប្រើប្រាស់កម្លាំងទាំងអស់កំចាត់គ្រូសាឈូឈូយ៉ាវនាងពិតជាចង់ដើម្បីប្រហាយម្នាក់ល្មើសនឹងពិភពចំនួនតាស៊ីទាំងមូលមែនទេនាងពិតជាគ្មានការទទួលខុសត្រូវសោះមនុស្សម្នាក់ធ្វើឲ្យគ្រួសារយើងទាំងមូលដួលរំគាត់ប្រាប់ខ្ញុំកុំឲ្យខ្លាចខ្ញុំក៏មិនខ្លាចដែរខ្ញុំជឿគាត់លោកចាស់ស៊ូនិងប្រធានជូសុទ្ធតែស្រឡាញ់ស៊ូសើណាស់ប្រកាសជាប្រើប្រាស់កម្លាំងទាំងអស់កំចាត់គ្រូសាឈូឈូយ៉ាជាចង់ដើម្បីប្រហាយម្នាក់ល្មើសនឹងពិភពចំនួនតាស៊ីទាំងមូលមែនទេនាងពិតជាគ្មានការទទួលខុសត្រូវសោះមនុស្សម្នាក់ធ្វើឲ្យគ្រួសារយើងទាំងមូលដួលរំគាត់ប្រាប់ខ្ញុំកុំឲ្យខ្លាចខ្ញុំក៏មិនខ្លាចដែរខ្ញុំជឿគាត់តាចាស់សិស្សច្បងរបស់កូនស្រីឈួតហើយគេទូចចង់ប្រឆាំងនឹងស៊ូសៅខ្ញុំមានប្រយោជន៍អីខ្ញុំនេះវាការជាមួយលោកខ្ញុំពិតជាស្អីណាស់ខ្ញុំមិនទាន់បានស្រណុកប៉ុន្មានថ្ងៃផងក៏ត្រូវពួកឯងអូសទាញមកយ៉ាងម៉េចដែរស្រីម្នាក់បដូរជាមួយគ្រូសាឈូមួយខ្ញុំមានចិត្តសប្បុរសគ្រប់គ្រាន់ហើយចុះបើខ្ញុំថាមិនព្រមអញ្ចឹងខ្ញុំនឹងវាយបំបាក់ឆ្អឹងឯងពេញខ្លួនឲ្យឯងមើលផ្ទាល់ភ្នែកថាខ្ញុំលេងសើចប្រពន្ធថែងឲ្យស្លាប់យ៉ាងម៉េចឯងគិតឲ្យច្បាស់ទៅចូលទៅយ៉ាងម៉េចដែរអ្នកបដូរជាមួយគ្រូសាឈូមួយខ្ញុំមានចិត្តសប្បុរសគ្រប់គ្រាន់ហើយចុះបើខ្ញុំថាមិនព្រមអញ្ចឹងខ្ញុំនឹងវាយបំបាក់ឆ្អឹងឯងពេញខ្លួនឲ្យឯងមើលផ្ទាល់ភ្នែកថាខ្ញុំលេងសើចប្រពន្ធថែងឲ្យស្លាប់យ៉ាងម៉េចឯងគិតឲ្យច្បាស់ទៅចូលទៅប្រយ័ត្នបាក់កុំខ្លាចនោះមិនទាន់រត់ផងក៏ត្រូវគេវាយដួលហើយឯងធ្វើអីហ្នឹងក្រោកឡើងឯងចង់ស្លាប់ស៊ូសៅមិនក៏ខ្ញុំរត់មិនរួចនេះវាមានរឿងអីទៅដំបូងគឺម៉ូលីត្រូវអំពើកូនចៅស៊ូសៅជួបរឿងចម្លែកទៀតគេមានប្រវត្តិយ៉ាងម៉េចទៅចេញទៅអាមនុស្សគ្មានបានការខ្ញុំយកឯងមកធ្វើអីចង្រៃឯងចង់ធ្វើអីប៉ាធរលោកប៉ាទុកចិត្តចុះទោះខ្ញុំបាក់ជើងមួយនេះក៏អញអាចចាត់ការអាម្នាក់នោះបានដែរប៉ាធរថ្ងៃនេះខ្ញុំនឹងឲ្យឯងមើលនរណាទើបជាមេឃរបស់ដាសៀឯងគិតឲ្យច្បាស់ទៅកុំនិយាយច្រើនប៉ាធរថ្ងៃនេះខ្ញុំនឹងឲ្យឯងមើលនរណាទើបជាមេឃរបស់ដាសៀឯងគិតឲ្យច្បាស់ទៅកុំនិយាយច្រើនរៀបចំផ្លាស់ប្ដូរអុយប៉ាធរខ្ញុំវីឯងអុយស្អីគេម៉ាក់ខ្ញុំអុយឈាមប៉ាធរមិនក៏ខ្ញុំចិញ្ចឹមមនុស្សគ្មានបានការដូចឯងនេះវាមានរឿងអីទៅនេះមិនមែនត្រូវខ្មោចឡងមែនទេខ្មោចមិនមានទេអាធ្លុកនៅទីនេះទៅពិតប៉ាធរខ្ញុំមិនបានវាយលោកប៉ាទេខ្ញុំមិនមែនមានគុណវាយពីចម្ងាយទេពេលនេះដឹងពីភាពអស្ចារ្យរបស់ប៉ាខ្ញុំនៅមើលអ្នកណាហ៊ានធ្វើបាបម៉ាក់ទៀត
ស៊ូសៅធ្វើរឿងត្រូវមេឃដាក់ទោសទេដឹងអាចទៅរួចប្រធានជូននេះក៏មិនមែនជាមនុស្សល្អដែរជួយស៊ូសៅច្រើនដងហើយទេវតាក៏មើលមិនកន្លងដែរបានខ្ញុំវាមិនឈ្នះឯងខ្ញុំមិនអាចកំទេចគ្រួសារជួបបានទេពេលនេះខ្ញុំប្រមូលទុនទាំងអស់ក្នុងដៃកំទេចក្រុមហ៊ុនគ្រួសារឯងខ្ញុំមើលថាតើឯងគ្មានលុយហើយយកអីមករស់ឯងចាំមើលម៉ាក់យើងមិនបាច់ខឹងនឹងធ្លុកនេះទេវាគ្រាន់តែជាអ្នកក៏គ្មានអីសោះទឹកប្រាក់មិនគ្រប់គ្រាន់សូមព្យាយាមម្ដងទៀតលុយខ្ញុំនៅឯណាខ្ញុំមើលថាតើឯងគ្មានលុយហើយយកអីមករស់ឯងចាំមើលម៉ាក់យើងមិនបាច់ខឹងនឹងធ្លុកនេះទេវាគ្រាន់តែជាអ្នកក៏គ្មានអីសោះទឹកប្រាក់មិនគ្រប់គ្រាន់សូមព្យាយាមម្ដងទៀតលុយខ្ញុំនៅឯណាលុយខ្ញុំនៅឯណាទ្រព្យសម្បត្តិរបស់អ្នកត្រូវបានជំនះជាសូន្យខ្ញុំជាប្រធានសភាពាណិជ្ជកម្មដាស៊ីអ្នកណាហ៊ានយកលុយខ្ញុំអ្នកទទួលបានទឹកប្រាក់ 10000 លានរី10រយពាន់ម៉ឺនពិតជា 10000 លានមែនពិតជា 10000 លានមែនអេម៉ូលីគាត់គឺក្មេងគឺល្អអញ្ចឹងពេកលក់ភ្លាមកុំខ្វល់ពីគេមនុស្សថោកទាបឯងយកលុយខ្ញុំទៅមែនទេឯងប្រើល្បិចអីអាចកែពួកយើងឈប់សិនឯងដឹងទេថាឯងប៉ះពាល់នរណាលោកប៉ាខ្លាចវាធ្វើអីលោកប៉ាជាអ្នកធំទី1ក្នុងពិភពចំនួនតាស៊ីប៉ាខ្ញុំជាមហាសេដ្ឋីក្រុងយន្តពួកយើងទាំងពីរសហការគ្នាខ្លាចអីចាត់ការមនុស្សគ្មានបានការម្នាក់មិនបានត្រឹមដាស៊ីប៉ុណ្ណោះផែនដីទាំងមូលសុទ្ធតែជាទ្រព្យសម្បត្តិខ្ញុំកូនមហាសេដ្ឋីក្រុងយន្តមានអីអស្ចារ្យទៅខ្ញុំជាមហាសេដ្ឋីពិភពលោកទេជាមហាសេដ្ឋីចាវីលមិនឯងមិននិយាយថាឯងជាមនុស្សក្រៅភពទៅខ្ញុំពិតជាមនុស្សក្រៅភពមែនអ្នកទាំងអស់គ្នាបានឬទេវាថាខ្លួនឯងជាមនុស្សក្រៅភពមិនឯងមិននិយាយថាឯងមានធម៌ពលពិសេសអីផងទៅមកឲ្យខ្ញុំបង្ហាញបន្តិចមើលឯងចង់បង្ហាញយ៉ាងម៉េចឯងពូកែម្លេះមកសាក់លបងមើលមកទួលខ្ញុំទៅតែលើការស្នើសុំបែបនេះជាលើកទី1ឯងនេះពួកយើងអ្នកណាវាខ្ញុំអ្នកណាផាំងស៊ូឡៃដូចជាត្រូវគេវីមែនបុរសរបស់កូនស្រីគ្រួសារឈូនេះមិនមែនមានធម៌ពលពិសេសមែនទេបានហើយមានមនុស្សក្រៅភពអ្នកឯណាស៊ូសៅគ្រាន់តែសម្ដែងឲ្យយើងមើលទេចាំមើលទៅអញនឹងហៅគេមកចាត់ការឥឡូវនេះថាឲ្យឯងជាកូនល្ងងម្ចាស់គឺជាព្រះពិតនៃចក្រវាលមិនបានជាតាមលេងអញ្ចឹងប៉ាធរព្រះពិតនៃចក្រវាលលោកប៉ាកំពុងនិយាយអីមិនក៏លោកប៉ាឡូឡាជាមួយវាដែរបើគ្មានចំណេះដឹងទេគុំនិយាយច្រើនម្ចាស់គ្រប់គ្រងចក្រវាលនៅទីនេះរាប់ពាន់ឆ្នាំតើមានពេលណាឲ្យឯងមកនិយាយទីត្រង់រាប់ពាន់ឆ្នាំអេមើលឯងសំដែងយូរហើយខ្ញុំគួរតែគិតគូរជាមួយឯងឲ្យច្បាស់លាស់រឿងដែលធ្វើបាបប្រពន្ធខ្ញុំមើលឯងសំដែងយូរហើយខ្ញុំគួរតែគិតគូរជាមួយឯងឲ្យច្បាស់លាស់ពីការធ្វើបាបប្រពន្ធខ្ញុំថ្ងៃនេះមិនមែនមេឃស្រឡះទេអីមិនក៏ប្រែប្រួលអាកាសធាតុអញ្ចឹងមែនហើយតើគេពិតជាមានធម៌ពលមែនដូចជាធ្លាប់ឃើញទស្សនវិជ្ជានេះពីមុនលើនឹងសៀវហួងពិតជាមនុស្សក្រៅភពមែនមិនអាចទេមិននឹងអាចទៅរួចពិភពលោកនេះមិននឹងមានមនុស្សក្រៅភពនេះមិនអាចទេសត្វឆ្កែគ្មានភ្នែកម្ចាស់គឺជាព្រះពិតនៃចក្រវាលមិនឲ្យឯងមកប្រមាថលើកជង្គង់លើបានបំបាក់ជើងឯងមួយហើយឯងនៅមិនទាន់ចេះកែខ្លួនទៀតនៅមករំខានប្រពន្ធខ្ញុំទៀតមិនចង់រួចទេមែនទេមិនក៏ខ្ញុំក្រោកមិនរួចអញ្ចឹងលោកម្ចាស់នេះពិតជាកំហុសខ្ញុំសុំទោសលោកខ្ញុំសន្យា
ថ្ងៃក្រោយខ្ញុំមិនធ្វើបាបជួយ៉ាវទៀតទេខ្ញុំលែងប៉ះពាល់ប្រពន្ធលោកទៀតហើយខ្ញុំសន្យាសូមលែងខ្ញុំទៅខ្ញុំអង្វរលោកលោកលែងខ្ញុំទៅបានទេអ្វីមិនឯងមិនទៅតែនិយាយទេអីថានឹងវាបំបាក់ឆ្អឹងខ្ញុំគ្រប់កន្លែងខ្ញុំមាត់ខ្ញុំចង្រៃខ្ញុំខុសហើយខ្ញុំមិនគួរទេខ្ញុំសុំទោសលោកលែងខ្ញុំទៅបានទេសូមលែងខ្ញុំទៅលើលោកនេះគ្មានការធ្វើឲ្យគេរបួសហើយសុំទោសហើយមានប្រយោជន៍នោះទេគឺឯងចាត់ការខ្លួនឯងវាឲ្យខ្ញុំចាត់ការប៉ាធរខ្ញុំជាកូនធរលោកប៉ាណាប៉ាធរជួយខ្ញុំផងម្ចាស់ទោះយ៉ាងណាក៏គេជាកូនធរខ្ញុំសូមលោកម្ចាស់ទុកជីវិតឲ្យគេផងស៊ូឡៃខ្លាំធំហ៊ានជន់ឈ្លីប្រឆាំងនឹងថ្នាក់លើវាបំបាក់ដៃជើងទាំងសងខាងឃុំឃាំងក្នុងផ្ទះជារៀងរហូតមិនឲ្យចេញក្រៅពិភពចំនួនតាសៀនឹងលែងមានគ្រួសារស៊ូទៀតហើយគ្មានថ្ងៃយកមករួចឡើយទោះបីជាមានឈ្មោះជាប្តីប្រពន្ធយូរហើយក្តីប៉ុន្តែក្រៅពីលើកនោះខ្ញុំមិនដែលមានម្ដងទៀតទេសម្លាញ់ឲ្យយើងជាប្តីប្រពន្ធចាស់ទៅហើយអូននៅអៀនទៀតរៀងនាងពិតជាស្អាតណាស់ខ្ញុំមានមុខឯណាមើលមានន័យអីស្ទាបទៅមានន័យសាក់មើលធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកខ្ញុំមិនអាចឃ្លាតឆ្ងាយបានទេតើអ្នកកំពុងស្ដាប់ទេខ្ញុំចង់ឲ្យអ្នកនៅខ្ញុំបានកាត់ការចងចាំរបស់មនុស្សនៅលើផែនដីកាលពីម្សិលមិញឲ្យទៅជាប្រធានជួរវិនិយោគយ៉ាងខ្លាំងលើគ្រួសារឈូស៊ូឡៃមិនដែលលេចមុខមកទេគ្មានអ្នកណាចងចាំថាពួកយើងមានធម៌ពលពិសេសទេកូនកុំបញ្ចេញឲ្យគេដឹងហើយប៉ាឆាប់ទៅរវល់ទៅខ្ញុំទៅរកម៉ាក់ខ្ញុំលើកូនកំពុងនិយាយជាមួយអ្នកណាដឹងហើយប៉ាឆាប់ទៅរវល់ទៅខ្ញុំទៅរកម៉ាក់ខ្ញុំលើកូនកំពុងនិយាយជាមួយអ្នកណាអូខ្ញុំនិយាយជាមួយខ្លួនឯងទេប៉ាទៅធ្វើការហើយថ្ងៃនេះខ្ញុំនៅកំដរម៉ាក់នេះជារបស់តំណាងដែលប៉ាឲ្យកូនប៉ុន្តែអ្នកទាំងអស់គ្នានឹងដឹងថាម៉ាក់គឺជាលោកជំទាវមហាសេដ្ឋីម៉ាក់មិនទៅតែវាបានពីម៉ាក់ប្រញាប់ទៅណាអេថ្ងៃនេះសំណាងអាក្រក់ណាស់ចាញ់រហូតលេងបន្តទៀតពួកមីចាស់ងប់នោះប្រកាសជាស៊ីខ្ញុំតតែអស់មិនខានខែនេះដូចធ្វើសម្រាប់ចាញ់អស់ហើយប៉ុន្តែខ្ញុំលេងមិនទាន់អស់ចិត្តទេមែនហើយឈូយ៉ាវមិនទៅតែទទួលបានការវិនិយោគពីប្រធានជួទេអីគួរតែមានលុយបើមិនអញ្ចឹងពួកយើងទាំងពីរយកពីវាលេងជាមួយវាជាមនុស្សស្លូតត្រង់ងាយបោកដូចកូនក្មេងឯងទូរស័ព្ទទៅវានាងមើលកូនប្រុសនាងជើងនេះពួកយើងលេងមកចុងបន្តិចខ្ញុំល្បិចខ្ញុំអន់ណាស់បើមិនដោយសារនាងអន់ខ្ញុំក៏មិនលេងជាមួយនាងដែរគ្រួសារយើងមុននេះមានចំនួននឹងគ្នាមែនទេទើបចង់ឆ្លៀតឱកាសលេងមកចុងដើម្បីផ្សះផ្សាជាមួយនាងមែនហើយបងស្រីពួកយើងសុទ្ធតែជាគ្រួសារតែមួយបងប្រហែលជាមិននៅគុំគួននឹងពួកយើងទេដឹងយល់ព្រមលឺកូនលេងតាមសប្បាយចុះម៉ាក់អ្នកចេញលុយឲ្យកូនអ៊ំស្រីលឺមិនចេះលេងមកជុំទេអ្នកទាំងអស់គ្នាសូមយកផងថ្ងៃនេះនឹងធ្វើឲ្យម្ដាយនិងកូនឯងចាញ់ដល់ថ្នាក់ផ្ញើជើងខ្ញុំមានទំនុកចិត្តហើយតោះ6 វ៉ាន់ភឿង6 វ៉ាន់ភឿង3 ថុងឯងលេងច្រើនពេកហើយភឿងចុះភឿងឡើងឯងមិនទម្លាក់វាឲ្យយើងសោះ
ខ្ញុំមានសំណាងល្អធ្វើម៉េចទៅប្រយ័ត្នផងខ្ញុំមានការកាងប្រយ័ត្នចាញ់អស់លុយហូបបាយអ្នកទាំងពីរពិតជាត្រូវរយគ្នាណាស់មិនអីទេលើលេងតាមសប្បាយម៉ាក់ចាំជួយគាំទ្រកូនមនុស្សអាក្រក់ពីរនាក់ចង់ធ្វើបាបម៉ាក់របស់ខ្ញុំបីវ៉ាន់កាងរងចាំហូសុំកាងសាងខែហូមួយមើលអញធ្វើអីនឹងខ្ញុំកាំងវាតើសុំទោសផងខ្ញុំហូហើយអរគុណមិនមែនទេខ្ញុំមាន3វ៉ាន់3សន្លឹកតើអញហូឈីសៀវទួយពីណាមកបើមិនអញ្ចឹងអ្នកសាកមើលបន្តិចទៅហើយ3វ៉ាន់ខ្ញុំបាត់ទៅណាហើយមិនខ្លាចជា2វ៉ាន់អញ្ចឹងសុំទោសខ្ញុំហូហើយអរគុណមិនមែនទេខ្ញុំមាន3វ៉ាន់3សន្លឹកតើអញហូឈីសៀវទួយពីណាមកបើមិនអញ្ចឹងពួកអ្នកសាកទៅមើលបន្តិចទៅហើយ3វ៉ាន់ខ្ញុំបាត់ទៅណាហើយមិនខ្លាចជា2វ៉ាន់អញ្ចឹងអំបញ្ញមិញនេះច្បាស់ជា3វ៉ាន់តើពួកអ្នកសុទ្ធតែបានឃើញហើយតើអ្នកចាស់ហើយភ្នែកព្រើហើយទូទាត់លុយទៅអូចាំដាក្រោយចាំឲ្យគាត់សិនទៅចាំគិតលុយចូលគ្នា8ធុងប្រកាសណាស់8អូយសំណាងមកដល់ហើយវារាំងមិនជាប់ទេកាលនេះខ្ញុំមិនបាច់ពឹងពួកអ្នកទេក៏អាចហូបបានដែរអូយគុណនឹងពីរទេឲ្យដាច់តែម្ដងម៉ូលីវ៉ាន់យប់នេះស្ងល់ស៊ុបមន់ទៅអូយស្នាដៃម៉ូលីមិនតាទេនៅតែត្រូវឲ្យឈូយ៉ាវនឹងលឺជាអ្នកស្ងល់ម៉ាក់នេះចង់ឲ្យពួកឈូយ៉ាវជាអ្នកចេញលុយទេដឹង6ធុងប្រញាប់មែនអាហេហូហើយលើកនេះខ្ញុំចាប់អ្នកបានហើយមែនទេតើអ្នកហូបៀអីនឹងជីស៊ឺនឹងណាត្រូវទេ1 2 3 10ឈីងអ៊ីស៊ឺម៉ាក់នេះមានបៀតែ12សន្លឹកទេអាចហូបបានដែរឬអីអ៊ំស្រីអ៊ំអញសៀវសាំងគង់ចាស់ហូហើយត្រូវសងទាំង3ផ្ទះសងលុយមកអ៊ំស្រីអ៊ំអញសៀវសាំងគង់ចាស់ហូហើយត្រូវសងទាំង3ផ្ទះសងលុយមកមិនអាចទេមិញនៅល្អតាមិនក៏ខ្លាចជាចាស់ហូទៅវិញអញលេងល្បិចអ៊ំស្រីមិនអ៊ំនិយាយអញ្ចឹងលើនៅក្មេងលេងមកជុំលើកទី1សោះមិននឹងអាចលេងល្បិចបានទៅខ្ញុំមិនបានលេងល្បិចទេខ្ញុំគ្រាន់តែមានធម៌ពលពិសេសបន្តិចបន្តួចប៉ុណ្ណោះក្តារមុនម៉ាក់ខ្ញុំនិយាយស្ដីត្រូវមានភស្តុតាងណាមិនអ្នកអាចទម្លាក់កំហុសលើក្មេងអញ្ចឹងអូយម៉ាក់ថ្ងៃនេះម៉ាក់គ្មានសំណាងទេឲ្យខ្ញុំជាអ្នកលេងវិញម្ដងទៅអ្នកទាំងពីរចាញ់ពីក្តារជាប់គ្នាមិនព្រមឲ្យលុយសោះម៉ាក់ពួកយើងទៅតោះមិនចង់លេងជាមួយពួកគាត់ទេអូយកុំតន់អើទៅអីខ្ញុំមិនតន់បានស្រង់ដាំវិញផងអូយពួកយើងសុទ្ធតែជាគ្រួសារតែមួយកុំរកបាននៅជុំគ្នាណាលេងម្ដងទៀតទៅលេងបន្តិចទៀតទៅបើចង់បន្តលេងក៏បានជំពាក់សិនទៅខ្ញុំក៏មិនបានយកលុយតាមខ្លួនដែរយកចិញ្ចៀននេះបញ្ចាំសិនចុះបានឬនៅយ៉ាងណាក៏ដោយបន្តិចទៀតខ្ញុំជួយឲ្យម៉ូលីហូយកមកវិញហើយមកចុះខ្ញុំលេងបៀ20ឆ្នាំមកហើយមិននឹងអាចធ្វើខុសឆ្គងកម្រិតទៀតដូចជាសៀវសាំងគង់អញ្ចឹងបានខ្ញុំត្រូវប្រយ័ត្នបន្តិចហើយក្តារនេះបៀមិនសូវល្អសោះម៉ូលីលើកូនហើយបាក់កុំបារម្ភអីលើកនេះស៊ីពួកគេឲ្យអស់មិនអីទេកូនកុំតានតឹងពេកទោះជាចាញ់ក៏មិនអីដែរម៉ាក់នៅចាំជួយពីក្រោយកូនជានិច្ចទុកចិត្តចុះម៉ាក់មិនត្រឹមតែមិនចាញ់ទេថែមទាំងអាចហូបទៀតផងខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានទេពកោសល្យណាស់មនុស្សសាមញ្ញខ្ញុំនឹងម៉ាក់ត្រៀមទទួលពីល្អ8សល់តែប៉ុណ្ណឹងក៏ហូបបានដែរថែមទាំងជាឈីងអ៊ីស៊ឺស៊ឺប៉ាលូហានទៀតក្មេងតូចនេះសំណាងល្អពេកហើយ
Nơi nè. Chi liên bào tầng. Liên chi tuổi. Chinh y sư của nè. Pre ơi. Vì lên là bạch à tử. Vì priệp ban nâng pre mà trung tờ hời. Âm hầm. Song lôi một. Thiên hồ. Pre ơi. Vì lên là bạch à tử. Vì priệp ban nâng pre mà trung tờ hời. Âm hầm. Song lôi một. Mạ to dương tử. Rô cần lại mùi. Lúc rồi bó bì môn đầm bay dục lùi. Ngày ní ca chùm này rồi bó côn mạ chi nẹ chênh. Mạ ta mạ cát ấy nâng. Mạ khnyôm đâng o hài. Bộ mạ o lùi hài. Hạt ấy ban chị ảnh trang đờ nghiêm snap ảnh chăng. Mạ mơ tơ miên trô chất ấy ọt. Khnyôm ai tinh ở mạ ban tầng ọ. Khnyôm mình khoas bay chương tệ nè. Công chùm này lùi ếtប្រយោជន៍អី មុននេះម៉ាក់ត្រូវស្រីអាក្រក់ពីរនាក់នោះធ្វើបាបហើយមិនដែលបានពាក់របស់ល្អសោះស្បែកជើងរបស់ម៉ាក់នេះសឹកអស់ហើយឥឡូវមានលុយហើយប្រកាសជាត្រូវទិញឲ្យច្រើននៅទីនេះប្រកាសជាថ្លៃណាស់ហើយមិនថ្លៃទេលើអ្នកចេញលុយឲ្យម៉ាក់ខ្ញុំចូលចិត្តឲ្យម៉ាក់ស្អាតស្បែកជើងមួយគូនេះម៉ាក់ចូលចិត្តទេមិនទិញកុំប៉ះក្មេងក្រីក្រស្បែកជើងមួយគូនេះថ្លៃណាស់ណាមានលុយហើយប្រកាសជាត្រូវទិញឲ្យច្រើននៅទីនេះប្រកាសជាថ្លៃណាស់ហើយមិនថ្លៃទេលើអ្នកចេញលុយឲ្យម៉ាក់ខ្ញុំចូលចិត្តឲ្យម៉ាក់ស្អាតស្បែកជើងមួយគូនេះម៉ាក់ចូលចិត្តទេមិនទិញកុំប៉ះក្មេងក្រីក្រមានអីនិយាយតាមសម្រួលក៏បានមិនក៏ប្រហំសារលើក្មេងអញ្ចឹងខ្ញុំវាប៉ុណ្ណឹងតិចពេកផងនរណាឲ្យវាប៉ះស្បែកជើងខ្ញុំធម្មតាទិញស្បែកជើងគឺត្រូវលបងសាកហេតុអីបានជាហាងអ្នកមិនឲ្យប៉ះប្រសិនបើជាភ្ញៀវ VIP យើងប្រកាសជាឲ្យប៉ះនឹងសាក់ហើយប៉ុន្តែអ្នកទាំងពីរជាមនុស្សក្រីក្រសូម្បីតែខ្យល់ដែលដកដង្ហើមចេញមកក៏សុទ្ធតែជូរនឹងស្អុយដែរពួកមនុស្សនរណាថាពួកយើងជាមនុស្សអាចទិញស្បែកជើងទាំងនេះទិញទាំងហាងក៏បានអូយនៅក្មេងបែបនេះល្អមែនចេះនិយាយផ្ដេសផ្ដាសយកសពក៏យកសពធំដែរដល់យើងទៅកុំខាត់ពេកជាមួយមនុស្សរើសអើងបែបនេះអីម៉ាក់បម្រើភ្ញៀវគឺជាតួនាទីរបស់ពួកគេមិនបានយើងត្រូវរត់ចេញយកស្បែកជើងមួយគូមកឲ្យម៉ាក់ខ្ញុំសាក់មើលអ្នកដែលខ្ញុំបម្រើសុទ្ធតែជាភរិយាអ្នកមានមុខមាត់កូនស្រីអភិជនចំណែកឯងវិញខ្ញុំមិនបម្រើទេម៉ាក់ខ្ញុំមិនមែនជាភរិយាអ្នកមានមុខមាត់ទេប៉ុន្តែគាត់ជាភរិយារបស់មហាសេដ្ឋីពិភពលោកភរិយាមហាសេដ្ឋីពិភពលោកជាអ្នកក្រពាក់ស្បែកជើងរហែកនាងឯងមិនត្រឹមតែជាក្មេងក៏ទេថែមទាំងល្ងងទៀតគុំមកចង្អុលមុខកូនខ្ញុំចង្អុលថែមទាំងវាទៀតផងភរិយាមហាសេដ្ឋីពិភពលោកជាអ្នកក្រពាក់ស្បែកជើងរហែកនាងឯងមិនត្រឹមតែជាក្មេងក៏ទេថែមទាំងល្ងងទៀតគុំមកចង្អុលមុខកូនខ្ញុំគ្រាន់តែចង្អុលមុខខ្ញុំថែមទាំងវាទៀតផងគុំមកប៉ះកូនខ្ញុំឯងរុញខ្ញុំស្រីកាច់ខូខើគឺអ្នកជាអ្នកចង់វាកូនខ្ញុំមុនបែរជាមកចោទថាខ្ញុំជាស្រីកាច់ទៅវិញនេះហើយជាអកប្បកិរិយារបស់ហាងអ្នកចំពោះភ្ញៀវខ្ញុំនិយាយជាលើកចុងក្រោយពួកឯងមិនមែនជាភ្ញៀវទេទីនេះក៏មិនមែនជាកន្លែងទទួលអ្នកសុំទានដែរហើយប្រធានហាងអ្នកមកខ្ញុំចង់ប្តឹងឯងគិតថាឯងជានរណាចង់ជួបអ្នកណាក៏បានជួបមែនទេតាំងខ្លួនឯងជាភរិយាមហាសេដ្ឋីមែនទេតាមឡៃខ្ញុំមិនចង់លាតត្រដាងឋានៈទេអ្នកឯងវាកូនខ្ញុំមុនខ្ញុំត្រូវតែប្តឹងអ្នកហើយប្រធានហាងអ្នកចេញមកឯងចង់រករឿងមែនទេ
Mình không cứ chương càngខ្ញុំមិនត្រឹមតែប្តឹងអ្នកទេខ្ញុំថែមទាំងកំណត់ឲ្យអ្នកបម្រើខ្ញុំទៀតស្បែកជើងទាំងអស់នៅក្នុងហាងនេះត្រូវរកលេខ37មកឲ្យខ្ញុំសាកទាំងអស់ស្បែកជើងទាំងអស់ឯងរបស់ក្រីក្រដូចជាអ្នកទាំងពីរចង់ឲ្យខ្ញុំបម្រើមែនទេឆាប់ចេញទៅអ្នកសុំទានគួរតែនៅកន្លែងសម្រាមចេញទៅអ្នកហួសហេតុពេកហើយឡូឡាអីហ្នឹងធ្វើអីហ្នឹងមិនខុសទេជើងកាងខ្ញុំមិនត្រឹមតែប្តឹងអ្នកទេខ្ញុំថែមទាំងកំណត់ឲ្យអ្នកបម្រើខ្ញុំទៀតស្បែកជើងទាំងអស់នៅក្នុងហាងនេះត្រូវរកលេខ37មកឲ្យខ្ញុំសាកទាំងអស់ស្បែកជើងទាំងអស់ឯងរបស់ក្រីក្រដូចជាអ្នកទាំងពីរចង់ឲ្យខ្ញុំបម្រើមែនទេឆាប់ចេញទៅអ្នកសុំទានគួរតែនៅកន្លែងសម្រាមចេញទៅឆាប់ចេញទៅអ្នកហួសហេតុពេកហើយឡូឡាអីហ្នឹងកំពុងធ្វើអីអ្នកគ្រប់គ្រងអ្នកប្រទាំងពីរអ្នកនេះមកគ្រប់រឿងក្នុងហាងថែមទាំងតាំងខ្លួនជាភរិយាមហាសេដ្ឋីទៀតជាមហាសេដ្ឋីពិភពលោកភរិយាមហាសេដ្ឋីតែស្លៀកពាក់យ៉ាប់យ៉ឺនបែបនេះខ្ញុំក៏គិតអញ្ចឹងដែរហើយពួកគេនិយាយថាឲ្យសាកស្បែកជើងក្នុងហាងទាំងអស់ច្បាស់ជាមកគ្រប់រឿងហើយអ្នកស្រីហាងយើងលក់តែរបស់ប្រណីតទេគ្រប់មួយគូសុទ្ធតែធ្វើដោយដៃពីអ្នកជំនាញប្រើសុទ្ធតែស្បែកជើងអ៊ីតាលីមានតម្លៃថ្លៃណាស់ប្រសិនបើទិញគ្រប់ម៉ូដមែនយ៉ាងហោចណាស់ក៏ប៉ុន្មានលានដែរទីនេះមិនស័ក្តិសមនឹងអ្នកទេអ្នកមានន័យថាម៉េចចេញក្រៅបត់ស្ដាំដើរទៅមុខ2-300ម៉ែត្រមានផ្លូវក្រោមដីមួយនៅទីនោះមានកន្លែងលក់របស់ធម្មតាខ្ញុំគិតថានៅទីនោះស័ក្តិសមជាងខ្ញុំស្មានតែមានអ្នកចេះដឹងហេតុផលមកដល់នឹកស្មានមិនដល់ថាអ្នកឯងក៏រើសអើងដែរដើមឡើយខ្ញុំមិនចង់និយាយពាក្យអាក្រក់ស្ដាប់ទេបើអ្នកស្ដាប់មិនយល់អញ្ចឹងខ្ញុំនិយាយឲ្យច្បាស់ទៅចុះនៅក្នុងហាងនេះកុំថាឡើយស្បែកជើងមួយគូសូម្បីតែខ្សែស្បែកជើងមួយសរសៃក៏អ្នកទិញមិនបានដែរកុំធ្វើឲ្យគេប្រមាថមើលងាយខ្លួនឯងអីគឺអ្នកក្របបែបណាគួរតែពាក់ខោអាវបែបនោះហើយពួកអ្នកនឹងរបស់តាមចិញ្ចើមផ្លូវទាំងនោះស័ក្តិសមគ្នាណាស់មិនប្រកាសទេទោះជាទិញរបស់តាមផ្លូវក៏ដោយក៏ត្រូវមាន18រៀលដែរត្រូវថ្លៃជាមួយអ្នកលក់ទៀតផងយើងទៅកន្លែងផ្ដល់សេវាកម្មដើម្បីប្តឹងពួកគេជួយបានពួកអ្នកនៅទីនេះជាមនុស្សក្របបែបណាគួរតែពាក់ខោអាវបែបនោះហើយពួកអ្នកនឹងរបស់តាមផ្លូវទាំងនោះស័ក្តិសមគ្នាណាស់មិនប្រកាសទេទោះជាទិញរបស់តាមផ្លូវក៏ដោយក៏ត្រូវមាន18រៀលដែរត្រូវថ្លៃជាមួយអ្នកលក់ទៀតផងយើងទៅកន្លែងផ្ដល់សេវាកម្មដើម្បីប្តឹងពួកគេជួយបានពួកអ្នកនៅទីនេះម៉ូលីពួកគេមិនជឿថាខ្ញុំជាភរិយាមហាសេដ្ឋីទេអញមកជួយបញ្ជាក់ឲ្យខ្ញុំបន្តិចចិញ្ចៀនមេដៃនេះដូចជាវត្ថុតំណាងគ្រួសារសៀវរបស់មហាសេដ្ឋីក្បាច់រចនាអាយុជីវិតមិនខុសទេអ្នកស្រីប្រកាសជាភរិយាមហាសេដ្ឋីហើយមិនបានឯងពាក់ចិញ្ចៀនមេដៃរបស់ខ្ញុំឯងធ្វើឲ្យខ្ញុំនិងម៉ាក់ខ្ញុំចាញ់អស់គ្រឿងអលង្ការឆ្លៀតឱកាសនេះធ្វើឲ្យឯងអាម៉ាស់មុខម្ដងឯងនិយាយអីហ្នឹងនេះច្បាស់ជាចិញ្ចៀនមេដៃរបស់ខ្ញុំតើលោកជំទាវតើលោកជំទាវស្គាល់នាងទេមិនស្គាល់ទេមិនបានឯងធ្វើពុតជាមិនស្គាល់ខ្ញុំម្យ៉ាងទៀតចិញ្ចៀនមេដៃនេះគឺសៀវហេងទុកឲ្យខ្ញុំទេមិនបានជាឯងយកទៅពាក់បាត់ហើយលោកជំទាវប្រាប់ហើយថាមិនស្គាល់ឯងទេមិនឯងនៅតែរំខានដូចឆ្កែអញ្ចឹងឆាប់ចេញទៅអញ្ជើញមកខាងនេះលោកជំទាវប្រយ័ត្នម៉ូលីឯងនិយាយឲ្យច្បាស់មើលខ្លងណាស់ពិបាកមែនមនុស្សលោកជំទាវថាខ្លងទៅអីអញ្ជើញនេះលោកជំទាវប្រយ័ត្នម៉ូលីឯងនិយាយឲ្យច្បាស់មើលខ្លងណាស់ពិបាកមែនមនុស្សលោកជំទាវថាខ្លងទៅអីហេតុអីបានជាឯងធ្វើបាបម៉ាក់ខ្ញុំមនុស្សក្រុមម្នាក់ខ្ញុំវាយក៏វាយទៅតើត្រូវរើថ្ងៃដែរម៉ូលីតាមឡើយខ្ញុំគិតថាពួកយើងជាគ្រួសារតែមួយអាចរស់នៅជាមួយគ្នាដោយសន្តិភាពមិនប្រកាន់ទោសកំហុសពីមុនឯងពិតជាមិនចេះចប់មិនចេះហើយមែនបានហើយទោះជាឯងលួចចិញ្ចៀនមេដៃរបស់ខ្ញុំក៏ដោយក៏មិនអាចជំនួសឋានៈរបស់ខ្ញុំបានដែរចិញ្ចៀនមេដៃនេះគឺបញ្ជាក់ពីឋានៈនៅក្នុងពិភពជំនួយទាំងមូលនរណាមិនដឹងឃើញចិញ្ចៀនមេដៃនេះដូចឃើញព្រះម្ចាស់ចិញ្ចៀននេះគឺជាបុគ្គលធំក្នុងពិភពជំនួយពិភពលោកមានតែភរិយារបស់លោកទេទើបអាចពាក់បានមិនមែនអ្នកណាក៏អាចតាំងខ្លួនជាភរិយាមហាសេដ្ឋីបានដែរឥឡូវនេះចិញ្ចៀននេះនៅលើដៃខ្ញុំចង់យ៉ាងម៉េចគឺយ៉ាងហ្នឹងទ
ទោះជាខ្ញុំចង់ឲ្យឯងស្លាប់នៅម៉ោង 3 ឯងប្រកាសជាមិនអាចរស់ដល់ម៉ោង 5 ទេនៅឈប់ភ្លើធ្វើអីទៀតមិនឆាប់ចេញទៅពួកល្ងងបើឯងថាឯងជាភរិយាមហាសេដ្ឋីឯងហ៊ាននិយាយទេថាឯងប្រកោអីខ្ញុំប្រកោឆាន់ណាម៉េចលោកជំទាវតកោឆាន់ពួកល្ងងបើឯងថាឯងជាភរិយាមហាសេដ្ឋីចុះឯងហ៊ាននិយាយទេថាឯងប្រកោអីខ្ញុំប្រកោឆាន់ណាម៉េចលោកជំទាវតកោឆាន់មែនហើយខ្ញុំប្រកោឆាន់ពីមុនក្នុងពិធីខួបកំណើតប្រធានជួធ្លាប់និយាយថាភរិយាមហាសេដ្ឋីប្រកោឈូខ្ញុំមែនហើយភរិយាមហាសេដ្ឋីនេះគឺជាកូនស្រីច្បងគ្រួសារឈូមិនគួរប្រកោឆាន់ទេអំបញ្ញមិញខ្ញុំលោកជំទាវហើយនាងថាឈូយ៉ាវឬមួយក៏នាងទៅជាភរិយាមហាសេដ្ឋីពិតប្រាកដខ្ញុំទៅជាភរិយាមហាសេដ្ឋីមិនឃើញចិញ្ចៀនមេដៃនៅលើដៃខ្ញុំទេអីពិតមែនចិញ្ចៀននេះពិតជារបស់មហាសេដ្ឋីមែនមែនហើយលោកជំទាវពិតជាត្រកូលឆាន់មែនខ្ញុំត្រកូលឆាន់គឺមិនខុសទេឪពុកខ្ញុំគឺឈូឈៀងជាមេគ្រួសារឈូខ្ញុំយកត្រកូលតាមម្ដាយខ្ញុំត្រកូលឆាន់មានបញ្ហាអីមែនទេគ្មានបញ្ហាទេមេគ្រួសារឈូពិតជាឈូឈៀងមែនទោះជាអ្នកទាំងអស់គ្នាសង្ស័យពីឋានៈរបស់ខ្ញុំនោះក៏មិនអាចបញ្ជាក់ថានាងជាភរិយាមហាសេដ្ឋីដែរតើអ្នកធ្លាប់ឃើញភរិយាមហាសេដ្ឋីណាក្រីក្របែបនេះទេក៏មែនដែរមានភរិយាមហាសេដ្ឋីណាពាក់ស្បែកជើងរហែកបែបនេះចេញក្រៅនោះអ្នកទាំងអស់គ្នាកុំភ្លេចឲ្យសោះភរិយារបស់សៀវហេងគឺជាកូនស្រីច្បងគ្រួសារឈូប្រពន្ធដើមរបស់ឈូឈៀងគឺត្រកូលឈូបើពួកអ្នកមិនជឿថាខ្ញុំជាភរិយាមហាសេដ្ឋីទេអញ្ចឹងខ្ញុំនឹងទូរស័ព្ទទៅប្រធានជួននៃសភាពាណិជ្ជកម្មឲ្យគាត់មកប្រាប់ថានរណាទៅជាភរិយាមហាសេដ្ឋីពិតប្រាកដសួស្ដីលោកជំទាវអាឡូប្រធានជួខ្ញុំគឺឈូយ៉ាវឥឡូវនេះខ្ញុំនៅហាងស្បែកជើងឌីងសឹងឯងធ្វើអីហ្នឹងបើពួកអ្នកមិនជឿថាខ្ញុំជាភរិយាមហាសេដ្ឋីទេអញ្ចឹងខ្ញុំនឹងទូរស័ព្ទទៅប្រធានជួននៃសភាពាណិជ្ជកម្មឲ្យគាត់មកប្រាប់ថានរណាទៅជាភរិយាមហាសេដ្ឋីពិតប្រាកដសួស្ដីលោកជំទាវអាឡូប្រធានជួខ្ញុំគឺឈូយ៉ាវឥឡូវនេះខ្ញុំនៅហាងស្បែកជើងឌីងសឹងឯងធ្វើអីខ្ញុំមិនមែនភរិយាមហាសេដ្ឋីទេចុះឯងវិញមិនឆាប់វាមកពាក់ស្បែកជើងឲ្យខ្ញុំលែងបាក់ខ្ញុំភ្លាមលែងទៅចេញក្រៅកុំមករំខានទីនេះមានកាមេរ៉ាសុវត្ថិភាពច្រើនណាស់បើវាយគ្នាច្បាស់ជាត្រូវលាបត្រដាងថាំពលពិសេសមិនខានគិតយ៉ាងម៉េចទៅលែងខ្ញុំឈូយ៉ាវចាំមើលលើកនេះនរណាជួយឯងសួស្ដីលោកជំទាវអំបញ្ញមិញលោកជំទាវទូរស័ព្ទមកមានការអ្វីគ្រាន់តែនិយាយមួយម៉ាត់ក៏បិទទៅវិញឥឡូវនេះខ្ញុំនៅហាងស្បែកជើងឌីងសឹងឆាប់ទៅហាងស្បែកជើងឌីងសឹងលែងខ្ញុំធ្វើយ៉ាងម៉េចទៅឲ្យខ្ញុំលាបត្រដាងថាំពលពិសេសទេឈូយ៉ាវនឹកស្មានមិនដល់ទេដឹងថ្ងៃនេះនាងក៏មានថ្ងៃលុតជង្គង់ចំពោះមុខខ្ញុំដែរចេនម៉ូលីនាងធ្លាប់គិតពីផលវិបាកនៃការធ្វើបែបនេះទេបើខ្ញុំមិនមែនជាប្រពន្ធមហាសេដ្ឋីតើនាងមែនទេឆាប់រំលាយមកពាក់ស្បែកជើងឲ្យខ្ញុំភ្លាមលែងបាក់ខ្ញុំលែងខ្ញុំលែងខ្ញុំគិតយ៉ាងម៉េចទៅបើមិនឲ្យខ្ញុំប្រើថាំពលពិសេសទេឈូយ៉ាវនឹកស្មានមិនដល់ទេដឹងថ្ងៃនេះនាងក៏មានថ្ងៃលុតជង្គង់ចំពោះមុខខ្ញុំដែរចេនម៉ូលីនាងធ្លាប់គិតពីផលវិបាកនៃការធ្វើបែបនេះទេខ្ញុំជាភរិយាមហាសេដ្ឋីអ្នកណាហ៊ានប៉ះខ្ញុំនាងក៏ហកអ្នកអត់ទេបានតែនាងអាចកុហកខ្លួនឯងបានទេយ៉ាងណាប្តីនាងក៏មិននៅទីនេះដែរយ៉ាងច្រើនក្រោយពេលកើតរឿងលុបកាមេរ៉ាសុវត្ថិភាពចោលប្រកែកមិនទទួលស្គាល់ដាច់ខាតគ្មានភស្តុតាងនាងក៏មិនអាចធ្វើអ្វីខ្ញុំបានដែរមីស្រីថោកទាបរឹងរូសក៏ហ៊ានមកជាមួយខ្ញុំដែរត្រូវស្គាល់ឋានៈខ្លួនឯងឲ្យច្បាស់កំភ្លៀងរបស់លោកជំទាវគឺជាសំណាងរបស់នាងហើយឈូយ៉ាវបើនាងនៅតែមិនស្ដាប់បង្គាប់ទៀតអ្នកបន្ទាប់ដែលត្រូវកំភ្លៀងអាចនឹងមិនមែនជានាងទេនាងចង់ធ្វើអីមុខកូនប្រុសនាងទាំងទន់ទាំងរលោងមិនដឹងថាទេទៅមានអារម្មណ៍យ៉ាងម៉េចទេយ៉ាងម៉េច
កុំមកប៉ះខ្ញុំជ្រើសរើសទៅគឺមកពាក់ស្បែកជើងឲ្យខ្ញុំដល់ស្រួលឬក៏ចង់ឲ្យខ្ញុំទះមាត់កូនអត់ខាន់ស្លានេះឲ្យបែកលោកជំទាវស្បែកជើងឲ្យលោកជំទាវល្អណាស់ឆ្កែដែលស្ដាប់បង្គាប់ទើបជាឆ្កែល្អជ្រើសរើសទៅគឺមកពាក់ស្បែកជើងឲ្យខ្ញុំដល់ស្រួលឬក៏ចង់ឲ្យខ្ញុំទះកូនប្រុសនាងលោកជំទាវខ្ញុំនឹងពាក់ស្បែកជើងឲ្យលោកជំទាវល្អណាស់ឆ្កែដែលស្ដាប់បង្គាប់ទើបជាឆ្កែល្អលោកជំទាវស្បែកជើងមួយគូនេះធ្វើដោយដៃជាងជនជាតិអ៊ីតាលីផ្ទាល់ការច្នៃម៉ូដលូនស័ក្តិសមនឹងអត្តចរិតលោកជំទាវណាស់ស្បែកជើងមួយគូនេះប្រៀបដូចជាកាត់តម្រូវសម្រាប់លោកជំទាវអញ្ចឹងស្បែកជើងដែលនាងប្រហែលខ្ញុំខ្ពើមណាស់ម៉ាក់ហេតុអីក្នុងចិត្តខ្ញុំចេះតែភ័យអញ្ចឹងក្រែងលោកជំទាវមានរឿងអ្វីមែនទេបើកឲ្យលឿនបន្តិចទៅប៉ាលឿនជាងនេះបន្តិចលឿនជាងនេះបន្តិចប៉ាលឿនជាងនេះបន្ថែមល្បឿនប៉ាលឿនទៀតម៉ាក់នាងកំពុងធ្វើអីហេតុអីក្នុងចិត្តខ្ញុំចេះតែភ័យអញ្ចឹងក្រែងលោកជំទាវមានរឿងអ្វីកើតឡើងមែនទេបើកឲ្យលឿនបន្តិចទៅលឿនជាងនេះបន្តិចលឿនជាងនេះបន្តិចប៉ាលឿនជាងនេះបន្តិចបន្ថែមល្បឿនប៉ាលឿនទៀតម៉ាក់នាងកំពុងធ្វើអីប្រធានជូហេតុអីបានជាលោកមកពីនេះប្រធានជូនៃសភាពាណិជ្ជកម្មអាគារធំក្នុងរឿងព្រេងជាអ្នកក្តោបក្តាប់សហគមន៍ពាណិជ្ជកម្មមើលមកខ្ញុំបានរកឃើញរូបថតគាត់នៅលើអ៊ីនធឺណិតអ្នកមើលចុះគឺគាត់នឹងហើយប្រធានជូហេតុអីបានជាលោកអញ្ជើញមកខាងយើងដោយផ្ទាល់ដូច្នេះអូហូច្បាស់ជាដឹងថាភរិយាមហាសេដ្ឋីកំពុងទិញអីវ៉ាន់នៅទីនេះទើបមកមើលដោយផ្ទាល់ហើយចុះលោកជំទាវនៅណាលោកជំទាវនៅទីនេះតើពួកយើងកំពុងជួយគាត់សាកស្បែកជើងថាគាត់សាកស្បែកជើងមែនហើយគាត់គឺជាភរិយារបស់មហាសេដ្ឋីចេនម៉ូលីនោះភរិយាមហាសេដ្ឋីគឺជាកូនស្រីច្បងត្រកូលឈូពួកនាងល្ងងមែនទេបាទចាខ្ញុំនៅមានរឿងត្រូវធ្វើខ្ញុំសុំលាទៅសិនហើយចេនម៉ូលីនាងទៅណាលោកជំទាវអ្នកណាធ្វើឲ្យនាងខ្លាចជាបែបនេះគាត់ហៅនាងថាលោកជំទាវលោកជំទាវនៅណាលោកជំទាវនៅទីនេះពួកយើងកំពុងបម្រើគាត់ថានាងគឺជាលោកជំទាវមែនហើយនាងគឺជាភរិយារបស់មហាសេដ្ឋីបងស្រីចេនម៉ូលីចុះភរិយាមហាសេដ្ឋីគឺជាកូនស្រីច្បងត្រកូលឈូពួកនាងល្ងងមែនទេចាខ្ញុំនៅមានរឿងត្រូវធ្វើខ្ញុំសុំលាទៅសិនហើយឈប់សិននាងទៅណាលោកជំទាវអ្នកណាធ្វើឲ្យនាងខ្លាចជាបែបនេះនៅហៅនាងថាលោកជំទាវទៀតអ្នកគ្រប់គ្រងហាងតើប្រធានជូមានន័យយ៉ាងម៉េចកុំប្រាប់ណាថាកញ្ញាចេនម៉ូលីមិនមែនជាភរិយាមហាសេដ្ឋីអីនោះទេមីក្រុមមួយនេះទើបជាភរិយាពិតខ្វាក់ភ្នែកឆ្កែពួកឯងអស់ហើយនេះទើបជាភរិយាមហាសេដ្ឋីពិតប្រាកដនាងគ្រាន់តែជាកូនស្រីចុងត្រកូលឈូតែម្ដាយនាំមកជាមួយតែប៉ុណ្ណោះប្រធានជូនេះក៏មិនអាចបន្ទោសពួកយើងទាំងស្រុងបានដែរពេលមីស្រីថោកទាបនេះមកដល់នាងពាក់ចិញ្ចៀនមហាសេដ្ឋីពួកយើងក៏ច្រឡំទៅខ្ញុំបានប្រាប់ហើយថាចិញ្ចៀននេះប៉ាខ្ញុំឲ្យម៉ាក់ខ្ញុំពួកនាងមិនជឿនាងហ៊ានក្លែងបន្លំជាភរិយាមហាសេដ្ឋីធន់នឹងការរស់នៅមែនទេមិនអាចសារភាពបានទេតែខាត់មិនអាចសារភាពបានទេបើសិនជាទទួលស្គាល់ថាខ្ញុំជាតួឯកខ្លាំងៗមនុស្សប៉ុន្មានអ្នកនេះច្បាស់ជាសម្រាប់ខ្ញុំទាំងរួមមិនខានបើសិនជាអាចបោកបញ្ឆោតបុគ្គលិកល្ងងពីរអ្នកនេះបានមិនប្រកាសថាខ្ញុំនៅមានឱកាសរត់គេចខ្លួនទេអ្នកគ្រប់គ្រងហាងខ្ញុំពិតជាភរិយាមហាសេដ្ឋីមែនណាអ្នកមើលខ្ញុំទៅស្លៀកពាក់សុទ្ធតែប្រេងល្បីអ្នកមើលនារីម្នាក់នេះម្ដងទៀតទៅស្លៀកពាក់សុទ្ធតែរបស់ថោកទាបអ្នកនៅតែមើលមិនដឹងទៀតមែនទេប៉ុន្តែប្រធានជួននិយាយថាតាមពិតខ្ញុំមិនចង់និយាយទេប៉ុន្តែយ៉ាងម៉េចទៅអ្នកឆាប់និយាយមកមូលហេតុដែលប្រធានជូជួយនារីម្នាក់នេះកុហកគឺដោយសារតែនេះគឺជាស្ហាយរបស់ប្រធានជូអ្នកគ្រប់គ្រងហាងខ្ញុំពិតជាភរិយាមែនណាអ្នកមើលខ្ញុំទៅស្លៀកពាក់សុទ្ធតែប្រេងល្បីអ្នកមើលនារីម្នាក់នេះវិញស្លៀកពាក់សុទ្ធតែរបស់ថោកទាបអ្នកនៅតែមើលមិនដឹងទៀតមែនទេប៉ុន្តែប្រធានជូនិយាយថាតាមពិតខ្ញុំមិនចង់និយាយទេប៉ុន្តែយ៉ាងម៉េចអ្នកឆាប់និយាយមកមូលហេតុដែលប្រធានជូជួយនារីម្នាក់នេះកុហកនារីម្នាក់នេះគឺជាស្ហាយរបស់ប្រធានជូពិតជាស្រីហើយមែននៅហ៊ានប្រអើប្រកុំបែបនេះទៀតពិតជាអន់ថយមែនលោកជំទាវកុំខ្លាចពួកយើងនៅខាងលោកជំទាវបន្តិចទៀតទុកឲ្យមនុស្សងងពីរអ្នកនេះវាស្រីកំណានខ្ញុំនឹងឆ្លៀតឱកាសរត់គេចខ្លួនមើលថាជួយ៉ាងអាចធ្វើអ្វីខ្ញុំបាន
Chen Molly យកយកដល់ពួកយើងជាគ្រួសារតែមួយនាងត្រូវសុំទោសលើនឹងប្រធានជួឥឡូវនេះភ្លាមខ្ញុំអាចដោះលែងនាងបើមិនអញ្ចឹងទេកុំបន្ទោសខ្ញុំដែលមិនទុកមុខ Chen Molly ល្អបំផុតនាងឆាប់សុំទោសឥឡូវនេះទៅបើមិនអញ្ចឹងទេខ្ញុំនឹងប្តឹងនាងពីបរិហាកិច្ច Chen Molly នាងកំពុងយល់សប្តិអីគាត់គឺជាភរិយាមហាសេដ្ឋីទោះបីជាចង់ប្តឹងក៏ត្រូវមើលថាមហាសេដ្ឋីយកព្រមរត់ដែរអ្វីដែលលោកជំទាវពាក់គឺជាចិញ្ចៀនតំណាងអំណាចមហាសេដ្ឋីនាងនៅតែចង់ទោជាមួយមហាសេដ្ឋីទៀតមែនទេមីស្រីអាក្រក់ទៀនយកឈ្មោះប៉ាមកគំរាមកំហែងផងប៉ាឆាប់មកទីនេះម៉ាក់រងការគៀបសង្កត់ខ្លាំងណាស់ប៉ានឹងទៅដល់ឥឡូវនេះហើយប៉ាខ្ញុំនឹងមកដល់ឥឡូវនេះដល់ពេលនោះការពិតនឹងលាតត្រដាងហើយឯងចង់បោកអ្នកណាទូរស័ព្ទឯងក៏គ្មានផងតើតាក់ទងយ៉ាងម៉េចអត់ខានស្លាយនេះកុំប្រាប់ណាថាឯងគិតថាខ្លួនឯងមានធម៌ពលពិសេសនោះស្រែកហៅពីម៉ាត់ក៏មានមនុស្សមកមែនសាច់ទៅដល់ពេលនោះនឹងមានពេលដែលពួកឯងត្រូវរងទុក្ខវិញហើយមីស្រីអាក្រក់ខ្ញុំនឹងមិនដោះលែងនាងទៀតទេអត់ខានស្លាយនេះហ៊ានគំរាមខ្ញុំបែបនេះពួកនាងនៅមិនឆាប់ប្រដៅវាឲ្យខ្ញុំទៀតខ្ញុំទៅភ្នែកអាតូចនេះយូរហើយថ្ងៃនេះខ្ញុំនឹងមានចិត្តមេត្តាបង្រៀនឯងថាតើអ្វីទៅដែលហៅថាការអប់រំពីគ្រួសារចាប់វាទៅកុំអីហ្នឹងអាល្អិតគុំសាច់ទៅដល់ពេលនោះនឹងមានពេលដែលពួកឯងត្រូវរងទុក្ខវិញហើយមីស្រីអាក្រក់ខ្ញុំនឹងមិនដោះលែងនាងទៀតទេអត់ខានស្លានេះឯងហ៊ានគំរាមខ្ញុំបែបនេះពួកនាងនៅមិនឆាប់ប្រដៅវាឲ្យខ្ញុំទៀតខ្ញុំទៅភ្នែកអាតូចនេះយូរហើយថ្ងៃនេះខ្ញុំនឹងមានចិត្តមេត្តាបង្រៀនឯងថាតើអ្វីទៅដែលហៅថាការអប់រំពីគ្រួសារចាប់វាទៅកុំអីហ្នឹងអាល្អិតគុំរើអាល្អិតហេតុអីបានជាលោកមកទីនេះតើទុកឲ្យពួកឯងធ្វើបាបប្រពន្ធនិងកូនរបស់ខ្ញុំមែនទេពីបំផុតលោកមកដល់ហើយមីស្រីថោមិនត្រឹមតែធ្វើបាបលោកជំទាវនិងចៅវាយតូចទេនាងថែមទាំងនិយាយថាខ្ញុំមានទំនាក់ទំនងស៊ីជម្រៅជាមួយលោកជំទាវទៀតផងកិត្តិយសរបស់ខ្ញុំមិនសំខាន់ទេប៉ុន្តែតើលោកជំទាវធ្លាប់រងទុក្ខបែបនេះតាំងពីពេលណាមកអ្នកគ្រប់គ្រងហាងប្រធានជូមិនក៏ហៅគាត់ថាចៅវាយអញ្ចឹងអ្នកដែលធ្វើឲ្យប្រធានជូគោរពដល់ថ្នាក់នេះមានតែម្នាក់គត់គឺមហាសេដ្ឋីដ៏មានឥទ្ធិពលទាំងអស់គ្នានិយាយគ្នាទៅចុះខ្ញុំមានធរៈសុំទៅមុនហើយសាកដើរចេញមួយជំហានមើលខ្ញុំនឹងវាបំបាក់ជើងនេះមិនខានចេនម៉ូលីមិនមែនប្រាប់ថាខ្លួនឯងជាភរិយាមហាសេដ្ឋីទៅអីហេតុអីបានជាខ្ញុំមានអារម្មណ៍ថានាងនឹងមហាសេដ្ឋីហាក់ដូចជាមិនសូវស្និទ្ធស្នាលសោះអញ្ចឹងហាក់ដូចជាមិនត្រឹមតែមិនស្និទ្ធស្នាលទេថែមទាំងស្អប់ចេនម៉ូលីទៀតផងមិនត្រឹមតែមនុស្សអាក្រក់ម្នាក់នោះទេពួកគេក៏ធ្វើបាបខ្ញុំដែរអ្នកដែលធ្វើឲ្យប្រធានជួគោរពដល់ថ្នាក់នេះមានតែម្នាក់គត់គឺមហាសេដ្ឋីដ៏មានឥទ្ធិពលទាំងអស់គ្នានិយាយគ្នាទៅចុះខ្ញុំមានធរៈសុំទៅមុនហើយសាកដើរចេញមួយជំហានមើលខ្ញុំនឹងវាបំបាក់ជើងនេះមិនខានចេនម៉ូលីមិនមែនប្រាប់ថាខ្លួនឯងជាភរិយាមហាសេដ្ឋីទៅអីហេតុអីបានជាខ្ញុំមានអារម្មណ៍ថានាងនឹងមហាសេដ្ឋីហាក់ដូចជាមិនសូវស្និទ្ធស្នាលសោះអញ្ចឹងហាក់ដូចជាមិនត្រឹមតែមិនស្និទ្ធស្នាលទេថែមទាំងស្អប់ចេនម៉ូលីទៀតផងប៉ាមិនត្រឹមតែមនុស្សអាក្រក់ម្នាក់នោះទេពួកគេក៏ធ្វើបាបខ្ញុំដែរពួកយើងក៏ត្រូវគាត់បោកប្រាស់ដែរគាត់និយាយបានយ៉ាងជឿជាក់ពួកយើងខឹងឆេវឆាវមួយពេលក៏លោកខំគុំប្រកាន់មនុស្សតូចតាចអីសូមអភ័យទោសឲ្យពួកយើងផងអ្នកដែលពួកនាងគួរសុំទោសមិនមែនជាខ្ញុំទេលោកជំទាវមានចិត្តទូលាយសូមអភ័យទោសឲ្យពួកយើងម្ដងនេះទៅអង្វរលោកជំទាវមើលទៅលោកជំទាវមានទឹកមុខសប្បុរសច្បាស់ជាអាចអភ័យទោសឲ្យពួកយើងហើយមែនទេពេលនេះដឹងពីឋានៈរបស់ខ្ញុំគិតថាខ្ញុំមានទឹកមុខសប្បុរសហើយមែនទេកាលពីដើមពួកនាងមិនមែននិយាយថាខ្ញុំជាមីកមើលទៅដូចមនុស្សក្រីក្រទិលអីអំបញ្ញមិញដោយសារភ្នែកខ្ញុំអន់មើលមិនស្គាល់លោកជំទាវតាំងពីដំបូងមែនហើយខ្ញុំក៏មិននឹកស្មានថាលោកជំទាវជាមនុស្សសាមញ្ញបែបនេះសោះយើងក៏មិនអាចវិតម្លៃមនុស្សតាមសម្បកក្រៅបានដែរពួកនាងជេរប្រមាថខ្ញុំហើយចូលរួមជាមួយចេនម៉ូលីដើម្បីបរិហាកេរខ្ញុំបើកមាត់និយាយភ្លាមពេលនេះទើបដឹងខុសមែនទេពួកនាងគិតថាខ្ញុំជឿទេប្រសិនបើមិនមែនរបស់លោកជំទាវទេពួកយើងក៏មិនច្រឡំមនុស្សដែរមែនហើយមនុស្សតូចតាចដូចពួកយើងធ្លាប់ឃើញមនុស្សអស្ចារ្យដូចពួកលោកពីអង្កលទៅពួកយើងស្គាល់ត្រឹមតែចិញ្ចៀនប៉ុណ្ណោះដឹងថាអ្នកមានចិញ្ចៀនគឺជាលោកជំទាវរឿងនេះក៏មិនអាចបន្ទោសពួកយើងទាំងស្រុងបានដែរចិញ្ចៀនប៉ាមីស្រីអាក្រក់នោះបានលួចចិញ្ចៀនរបស់ម៉ាក់ទៀតមើលនេះនៅលើដៃនាងនៅឡើយបងស្រីខ្ញុំដឹងខុសហើយខ្ញុំលែងហ៊ានទោសជាមួយបងទៀតហើយបងដោះលែងខ្ញុំម្ដងទៅបានទេនាងមិនមែនដឹងខុសទេគឺដឹងថាខ្លួនឯងចិត្តមកទៅវិញទេមនុស្សតូចតាចដូចពួកយើងធ្លាប់ឃើញមនុស្សអស្ចារ្យដូចពួកលោកពីអង្កលទៅពួកយើងស្គាល់ត្រឹមតែចិញ្ចៀនប៉ុណ្ណោះដឹងថាអ្នកមានចិញ្ចៀនគឺជាលោកជំទាវរឿងនេះអ្នកក៏មិនអាចបន្ទោសពួកយើងទាំងស្រុងបានដែរចិញ្ចៀនប៉ាមីស្រីអាក្រក់នោះបានលួចចិញ្ចៀនរបស់ម៉ាក់មើលនេះនៅលើដៃនាងនៅឡើយបងស្រីខ្ញុំដឹងខុសហើយខ្ញុំលែងហ៊ានទោសជាមួយបងទៀតហើយបងដោះលែងខ្ញុំម្ដងទៅបានទេនាងមិនមែនដឹងខុសទេគឺដឹងថាខ្លួនឯងចិត្តមកទៅវិញទេបងស្រីយើងមិនមែនជាបងប្អូនបង្កើត
ប៉ុន្តែពួកយើងជាគ្រួសារតែមួយណាបងដោះលែងខ្ញុំទៅបានទេខ្ញុំសន្យានឹងទៅឲ្យឆ្ងាយលែងបង្ហាញមុខនៅចំពោះមុខបងទៀតហើយគុំស្ដាប់នាងក្នុងពោះនាងពោពេញដោយល្បិចកច្បាស់ជារកឱកាសសងសឹកមិនខានអូនចង់ចាត់ការនាងយ៉ាងម៉េចនារីអាក្រក់ដូចជានាងគួរតែឲ្យនាងធ្វើអំពើល្អឲ្យបានច្រើនត្រូវពីនៃនាងឲ្យទៅវាខ្សាច់សាហារ៉ាឲ្យទៅដាំដើមឈើខ្ញុំមិនទៅទេទីនោះពិបាកណាស់បងស្រីមិនមែននាងប្រាប់ថានឹងទៅឲ្យឆ្ងាយទេឬអីនិយាយឲ្យត្រូវតែធ្វើតាមពេលនេះបញ្ជូនមនុស្សនាំនាងទៅវាខ្សាច់សាហារ៉ាភ្លាមបាទបងស្រីខុសហើយបងក៏បញ្ជូនខ្ញុំទៅកន្លែងដាច់ស្រយាលអីខ្ញុំអង្វរបងហើយបងស្រីទៅឈូយ៉ាវដល់ទៅចាត់ការចេនម៉ូលីរួចរាល់ហើយពេលនេះដល់វិញពួកនាងម្ដងហើយពេលនេះបញ្ជូនមនុស្សនាំនាងទៅវាខ្សាច់សាហារ៉ាភ្លាមបាទបងស្រីខ្ញុំដឹងខុសហើយបងក៏បញ្ជូនខ្ញុំទៅកន្លែងដាច់ស្រយាលអីខ្ញុំអង្វរបងហើយបងស្រីម៉ូលីទៅឈូយ៉ាវឆាប់ដល់ទៅឈូយ៉ាវចាត់ការចេនម៉ូលីរួចរាល់ហើយពេលនេះដល់វិញពួកនាងម្ដងហើយទេពួកយើងមិនចង់ទៅដាំដើមឈើនៅវាខ្សាច់ទេខ្ញុំក៏មិនបាននិយាយថានឹងបញ្ជូនពួកនាងទៅដាំដើមឈើដែរលោកជំទាវសូមលោកជំទាវជួយអង្វរឲ្យពួកយើងផងពួកយើងពិតជាដឹងខុសហើយមែនហើយខ្ញុំនៅមានយាយអាយុ70ឆ្នាំម្នាក់ទៀតគាត់មានសុខភាពមិនសូវល្អមិនអាចខ្វះអ្នកមើលថែបានទេអង្វរលោកជំទាវទោះបីជាពួកនាងត្រូវគេបោកជាការពិតមែនប៉ុន្តែចរិតបាសង្គមរបស់ពួកនាងដែលយកចិត្តអ្នកមានជន់ឈ្លីអ្នកក៏នឹងមើលងាយអ្នកអតីតក៏ជាការពិតដែរបើសិនជាពួកនាងមិនវិតម្លៃមនុស្សតាមសម្បកក្រៅមិននឹងអាចធ្វើពួកយើងលែងហ៊ានទៀតហើយម្យ៉ាងទៀតប្រសិនបើខ្ញុំមិនមែនជាភរិយារបស់សៀវហេងហើយគ្រាន់តែជាប្រជាជនសាមញ្ញម្នាក់តើខ្ញុំមិនគួរទទួលបានការគោរពទេឬអីលោកជំទាវនិយាយទៅហើយប្រសិនបើគ្មានចេនម៉ូលីបោកពួកយើងទេអាកប្បកិរិយារបស់ពួកយើងក៏នៅតែខុសដែរខ្ញុំសុខចិត្តទទួលទោសចាស់លោកជំទាវគឺខ្ញុំដែលមើលងាយលោកជំទាវមុនគ្រាន់តែយាយខ្ញុំមានសុខភាពមិនសូវល្អពិតជាត្រូវការអ្នកមើលថែលោកប្រធានសូមកុំបណ្ដេញខ្ញុំចេញពីទីក្រុងនេះអីធ្វើអ្វីក៏បានដែរបើពួកនាងដឹងខុសហើយអញ្ចឹងពីនៃពួកនាងឲ្យបោះសម្អាតផ្លូវរយៈពេល3ខែចុះដើម្បីយកពីការលំបាករបស់ប្រជាជនសាមញ្ញអរគុណលោកជំទាវពួកយើងពិតជានឹងកែប្រែខ្លួនប្រសិនបើខ្ញុំឃើញពួកនាងធ្វើបាបគេទៀតវានឹងមិនងាយស្រួលនិយាយគ្នាបែបនេះទៀតទេអរគុណចៅវាយតូចលោកប្រធានសូមកុំបណ្ដេញខ្ញុំចេញពីទីក្រុងនេះអីធ្វើអ្វីក៏បានដែរបើពួកនាងដឹងខុសហើយអញ្ចឹងពីនៃពួកនាងឲ្យបោះសម្អាតផ្លូវរយៈពេល3ខែចុះដើម្បីយកពីការលំបាករបស់ប្រជាជនសាមញ្ញអរគុណលោកជំទាវពួកយើងពិតជានឹងកែប្រែខ្លួនប្រសិនបើខ្ញុំឃើញពួកនាងធ្វើបាបគេទៀតវានឹងមិនងាយស្រួលនិយាយគ្នាបែបនេះទៀតទេយល់ហើយអរគុណចៅវាយតូចឈូយ៉ាវម៉ូលីទូរស័ព្ទមកប្រាប់នាងទៅវាខ្សាច់សាហារ៉ាដាំដើមឈើហើយតើមានរឿងអ្វីកើតឡើងមែនហើយនាងទៅវឹកហាត់ចរិតនាងធ្វើជាមនុស្សល្អមិនល្អទេអីកន្លែងដែលសំបីសក៏មនុស្សនៅផងតើអាចឲ្យមនុស្សនៅបានដោយរបៀបណាក្មេងស្រីម្នាក់នេះឈួតអីបានជាទៅទីនោះធ្វើអ្វីប្តីប្រពន្ធពួកឯងមានលុយច្រើនម្ល៉េះពេលនេះរកវិធីបញ្ជូនយន្តហោះឯកជនទៅទទួលនាងត្រឡប់មកវិញនាងមានរូបរាងកាយទន់ខ្សោយមិនអាចទ្រាំនឹងការលំបាកបានទេតើអ្នកនិយាយជាមួយស្ត្រូវបែបនេះមែនទេស្ត្រូវអីទៅខ្ញុំជាប្រពន្ធលោកជាម្ដាយចុងរបស់នាងខ្ញុំបញ្ជានាងជារឿងធម្មតាទេតើមានស្ត្រូវអីចាំបាច់និយាយថាស្ត្រូវមែនទេបើអ្នកមិនមានរឿងអង្វរខ្ញុំទេក៏រកវិធីទៅទទួលនាងដោយខ្លួនឯងទៅពួកយើងទៅអ្នកនេះពិតជាមិនក៏គ្មានភ្នែកពួកយើងជាគ្រួសារតែមួយនិយាយរឿងអង្វរអីគ្នានោះប្តីប្រពន្ធពួកឯងមានលុយច្រើនម្ល៉េះរកវិធីទៅទទួលនាងត្រឡប់មកវិញយ៉ាងម៉េចទៅបានហើយកុំនិយាយទៀតអូហូបញ្ជូនយន្តហោះឯកជនទៅភ្លាមទទួលនាងត្រឡប់មកវិញអ្នកបញ្ជាខ្ញុំមែនហើយឯងជាកូនប្រសារខ្ញុំបញ្ជាឯងមិនបានមែនទេពិតជាម៉ូលីម្នាក់នេះទៅទីនោះធ្វើអីគឺខ្ញុំដែលបញ្ជូននាងទៅប្តីប្រពន្ធពួកឯងមានលុយច្រើនវិធីទៅទទួលនាងត្រឡប់មកវិញយ៉ាងម៉េចទៅបានហើយកុំនិយាយទៀតខ្ញុំបញ្ជាពួកឯងបញ្ជូនយន្តហោះឯកជនទៅភ្លាមទទួលនាងត្រឡប់មកវិញអ្នកបញ្ជាខ្ញុំមែនហើយឯងជាកូនប្រសារខ្ញុំបញ្ជាឯងមិនបានមែនទេម៉ូលីម្នាក់នេះទៅទីនោះធ្វើអីគឺខ្ញុំដែលបញ្ជូននាងទៅលោកបញ្ជូននាងទៅឯងពិតជាគ្មានធម្មតាមែនអាំងខ្លួនឯងជាមហាសេដ្ឋីនាំប្រពន្ធនិងកូនស៊ីផឹកអបអរសាទររាល់ថ្ងៃទុកឲ្យប្អូនថ្លៃស្រីរងទុកតើខ្ញុំមានប្អូនថ្លៃស្រីតាំងពីពេលណាមកនាងគឺជាប្អូនស្រីរបស់ឈូយ៉ាវហេតុអីបានជាមិនមែនជាប្អូនថ្លៃស្រីឯងទី1អ្នកនឹងប៉ាខ្ញុំរៀបការលើកទី2ពួកយើងគ្មានទំនាក់ទំនងសាច់ឈាមអ្វីទាំងអស់ទី2អ្នករៀបការចូលត្រកូលឈូមិនត្រឹមតែមិនចេះបង្កើតភាពសុខដុមក្នុងគ្រួសារនិងគោរពគ្នាទៅវិញទៅមកថែមទាំងធ្វើបាបប៉ាខ្ញុំនិងធ្វើបាបខ្ញុំមិនដែលទទួលស្គាល់អ្នកជាម្ដាយចុងតាំងពីដើមមកទេ
ចេញម៉ូលីគឺជាកូនស្រីរបស់អ្នកកំណាញ់នឹងត្រណាញ់ឈ្មោះនេះដូចគ្នាតើជាប្អូនស្រីស្អីទៅនាងឡើយឈូលោកទុកឲ្យនាងជេរខ្ញុំបែបនេះមែនទេគ្រប់គ្រាន់ហើយអ្នកល្អណាស់ឈូជាងចាណាស់ឥឡូវនេះលោកហ៊ានវាខ្ញុំចេនមីតាន់ប៉ុន្មានឆ្នាំនេះអ្នកធ្វើបាបខ្ញុំទ្រាំបានអ្នកធ្វើបាបយ៉ាវខ្ញុំគិតថាគ្រួសារសុខដុមអ្វីក៏ល្អក៏ព្យាយាមសម្របសម្រួលដែរប៉ុន្តែពេលនេះអ្នកគ្មានភាពអៀនខ្មាស់តតែសោះនៅគិតចង់ជញ្ជក់ឈាមយ៉ាវទៀតខ្ញុំទ្រាំលែងបានហើយលោកវាខ្ញុំដើម្បីក្មេងស្រីចង្រៃនេះមែនទេមានរៀបការចេញទៅគឺជាអ្នកអត់ទេហើយលោកវាខ្ញុំដើម្បីអ្នកអត់ទេមែនទេជប់និយាយទៅអ្នកទៅជាអ្នកអត់ទេចេនម៉ូលីព្រោះតែធ្វើបាបខ្ញុំថែមទាំងខ្លាញ់បន្លំជាខ្ញុំទើបសៀវហេងចាត់ការនាងទទួលកម្មដែលស័ក្តិសមហើយសុំទោសយ៉ាវគឺប៉ាខុសហើយប៉ាមិនគួររៀបការជាមួយស្រីអាក្រក់នេះទេលោកវាខ្ញុំដើម្បីក្មេងស្រីចង្រៃនេះមែនទេមានរៀបការចេញទៅគឺជាអ្នកអត់ទេហើយលោកវាខ្ញុំដើម្បីអ្នកអត់ទេមែនទេជប់និយាយទៅទើបជាអ្នកអត់ទេចេនម៉ូលីព្រោះតែធ្វើបាបខ្ញុំថែមទាំងខ្លាញ់បន្លំជាខ្ញុំទើបសៀវហេងចាត់ការនាងទទួលកម្មដែលស័ក្តិសមហើយសុំទោសយ៉ាវគឺប៉ាខុសហើយប៉ាមិនគួររៀបការជាមួយស្រីអាក្រក់នេះទេខ្ញុំមិនបន្ទោសប៉ាទេកូនស្រីរបស់អ្នកបានធ្វើឲ្យកូនស្រីខ្ញុំរងរបួសដល់ថ្នាក់នេះនាងមិនហ៊ានទេឪពុកក្មេកប៉ាអ្នកនៅតែនិយាយថាអាណិតចេនម៉ូលីខ្លាំងណាស់ក៏សូមជួយបញ្ជូនគាត់ទៅទីនោះដែរទៅតើឯងមានន័យយ៉ាងម៉េចប៉ាអ្នកនិយាយថាចេនម៉ូលីមានរូបរាងកាយទន់ខ្សោយខ្លាចរងទុក្ខលំបាកអញ្ចឹងអ្នកទៅមើលថែនាងដល់ផ្ទាល់ទៅខ្ញុំចាស់ប៉ុណ្ណេះទៅហើយឯងចង់ឲ្យខ្ញុំទៅវាលខ្សាច់សាហារ៉ាដាំឈើមែនទេខ្ញុំនឹងបាត់បង់ជីវិតមិនខានពេលណាអ្នករៀនចេះពេលណាអ្នករៀនធ្វើជាមនុស្សល្អចាំត្រឡប់មកវិញល្អគួរតែបែបនេះយូរហើយបើអ្នកនិយាយថាចេនម៉ូលីមានរូបរាងកាយទន់ខ្សោយខ្លាចរងទុក្ខលំបាកអញ្ចឹងអ្នកទៅមើលថែនាងដល់ផ្ទាល់ទៅខ្ញុំចាស់ប៉ុណ្ណេះទៅហើយឯងចង់ឲ្យខ្ញុំទៅវាលខ្សាច់សាហារ៉ាដាំឈើមែនទេខ្ញុំនឹងបាត់បង់ជីវិតមិនខានពេលណាអ្នករៀនចេះធ្វើជាមនុស្សល្អចាំត្រឡប់មកវិញល្អខ្ញុំនឹងចាត់ចែងឥឡូវនេះយ៉ាវតាមពិតមានរឿងមួយចង់និយាយជាមួយអូនបងនឹងលើជាមនុស្សពូកែមានធម៌ពលពិសេសមែនទេមិនក៏អូនដឹងខ្ញុំទេដឹងយូរហើយលើតែងតែប្រើវិធីចម្លែកជួយខ្ញុំដោះស្រាយបញ្ហាជានិច្ចបងមិនមានចិត្តណាលាក់បងអូនទេបងខ្លាចធ្វើឲ្យអូនភ័យការដែលបងត្រូវគេតាមសម្លាប់អូនក៏មិនខ្លាចផងមិននឹងអាចខ្លាចពីអត្តសញ្ញាណរបស់បងទៅដល់ពេលទៅប្រកួតរបស់ទៅម្ចាស់ដើមវិញហើយកញ្ញាឈូយ៉ាវបងជំពាក់ការសុំរៀបការមួយអាយុជីវិតរបស់បងគឺគ្មានទីបញ្ចប់ទេបងសុខចិត្តផ្ដល់ធម៌ពលអមតៈដល់អូនការជាមួយបងរហូតដល់ទីបញ្ចប់នៃពេលវេលាតើអូនយល់ព្រមរៀបការជាមួយបងទេអូនយល់ព្រម